បុរសម្នាក់ជាអ្នកដឹកជញ្ជូនអាហារកំពុងតែប្រញាប់ប្រញាល់ដឹកអីវ៉ាន់ចុងក្រោយតាមដងផ្លូវក្នុងទីក្រុងគាត់បាននិយាយទូរស័ព្ទប្រាប់អតិថិជនថាគាត់នឹងទៅដល់ឆាប់នេះទោះបីជាជួបបញ្ហា lift ក៏ដោយប៉ុន្តែភ្លាមនោះគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងបន្ទាប់ពីគ្រោះថ្នាក់នោះគាត់បានភ្ញាក់ឡើងក្នុងពិភពមួយដែលខុសប្លែកពីមុនទាំងស្រុងគាត់ឃើញខ្លួនឯងកំពុងត្រូវគេចាប់ចងនឹងសសរថ្មដ៏ធំមួយនៅលើកំពូលភ្នំគាត់មានការភ័យខ្លាចនិងងឿងឆ្ងល់ថាហេតុអ្វីបានជាគាត់មកដល់ទីនេះស្រីស្អាតម្នាក់ដែលជាតួអង្គសំខាន់បានចោទប្រកាន់គាត់ថាជាអ្នកលួចមើលសិស្សស្រីងូទឹកបុរសម្នាក់នោះព្យាយាមបដិសេធប៉ុន្តែបុរសម្នាក់ទៀតដែលកាន់ដាវបានគំរាមថានឹងសម្លាប់គាត់ចោលនៅថ្ងៃនេះបុរសម្នាក់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលដឹងថាខ្លួនបានឆ្លងភពមកទីនេះគាត់ព្យាយាមពន្យល់ថាគាត់គ្រាន់តែជាអ្នកដឹកជញ្ជូនអាហារប៉ុណ្ណោះហើយមិនមែនជាជនល្មើសដែលពួកគេកំពុងស្វែងរកនោះទេដោយសារតែគ្មាននរណាម្នាក់ជាគាត់ក៏ព្យាយាមផ្ដោតសំណូកដោយការកំងតែទឹកដោះគោជូនពួកគេដើម្បីសុំទោសទង្វើនេះធ្វើឲ្យក្រុមមនុស្សទាំងនោះកាន់តែខឹងសម្បាស្រីស្អាតម្នាក់បានហោះចូលវាយប្រហារបុរសម្នាក់នោះប៉ុន្តែដោយសារអំណាចអ្វីមួយនាងបែរជាដួលរងរបួសទៅវិញព្រឹទ្ធាចារ្យម្នាក់បានឃើញដូច្នេះក៏ខឹងសម្បាយ៉ាងខ្លាំងហើយសម្រេចចិត្តប្រើអំណាចវាយប្រហារបុរសម្នាក់នោះទោះបីជាមានការវាយប្រហារក៏ដោយបុរសម្នាក់នោះនៅតែត្រូវគេចាប់ចងនឹងសសរថ្មគាត់នៅតែបន្តអង្វរឲ្យគេដោះលែងគាត់ព្រោះគាត់ត្រូវទៅដឹកអាហារបន្តទៀតស្រីស្អាតម្នាក់នោះបានខំដៃគាត់ដោយកំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជុំវិញតួឯកប្រុសនៅតែបន្តជាប់ច្រវាក់នឹងសសរថ្មក្នុងគុកទឹកកកដ៏ត្រជាក់ទោះបីជាគាត់ព្យាយាមពន្យល់ពីអត្តសញ្ញាណខ្លួនឯងយ៉ាងណាក៏ដោយក៏គ្មាននរណាម្នាក់ជឿលើពាក្យសម្ដីរបស់គាត់ឡើយព្រឹទ្ធាចារ្យដែលនៅទីនោះបានសម្រេចចិត្តឃុំខ្លួនគាត់ទុកដើម្បីធ្វើការសិក្សាស្វែងយល់ពីអំណាចដ៏ចម្លែកដែលគាត់បានបង្ហាញស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរឡើងខណៈក្រុមអ្នកចម្បាំងនៅតែបន្តតាមដានសកម្មភាពរបស់គាត់ដោយការសង្ស័យស្រាប់តែតួឯកប្រុសមានអារម្មណ៍ចម្លែកកើតឡើងក្នុងខ្លួនហើយដឹងខ្លួនថាគាត់បានស្លាប់ពិតមែនគាត់បានឃើញច្រកចូលពិភពវិញ្ញាណដ៏ធំសម្បើមមួយលេចឡើងនៅចំពោះមុខវិញ្ញាណម្នាក់ដែលយាមនៅទីនោះបានបង្ខំឲ្យគាត់តម្រង់ជួរចូលទៅខាងក្នុងដោយគ្មានការលើកលែងភាពភ័យខ្លាចនិងការងឿងឆ្ងល់បានគ្រប់ដណ្ដប់លើចិត្តរបស់គាត់នៅពេលដែលគាត់ត្រូវឈានជើងចូលទៅក្នុងពិភពដ៏អាថ៌កំបាំងមួយនេះនៅពេលកំពុងដើរលើស្ពានណៃហ៊ឺតួឯកប្រុសបានជួបនឹងនារីម្នាក់ឈ្មោះម៉ាំងស៊ីវឈីនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញមនុស្សរស់អាចឆ្លងកាត់ចូលមកក្នុងពិភពវិញ្ញាណបានដោយរបៀបនេះពួកគេបានសន្ទនាគ្នាយ៉ាងតានតឹងនៅលើស្ពានខណៈដែលបរិយាកាសជុំវិញពោពេញដោយភាពអាថ៌កំបាំងម៉ាំងស៊ីវឈីព្យាយាមស្វែងរកចម្លើយពីការបង្ហាញខ្លួនដ៏មិនគួរឲ្យជឿរបស់បុរសម្នាក់នេះភ្លាមនោះព្រះនាងធំនៃពិភពវិញ្ញាណបានបង្ហាញខ្លួនដោយអំណាចដ៏ខ្លាំងក្លានាងបានសួរនាំដោយទឹកមុខមើងម៉ាត់អំពីមូលហេតុដែលមនុស្សរស់អាចចូលមកក្នុងពិភពវិញ្ញាណបានដោយសេរីការបង្ហាញខ្លួនរបស់នាងបានធ្វើឲ្យគ្រប់យ៉ាងនៅទីនោះស្ងប់ស្ងាត់ដោយភាពកក់ខ្លាចព្រះនាងធំបានពន្យល់ថាតួឯកប្រុសមិនមែនជាមនុស្សធម្មតាឡើយប៉ុន្តែជាអ្នកនាំសារនៃពិភពវិញ្ញាណគាត់មានសមត្ថភាពពិសេសក្នុងការធ្វើដំណើររវាងពិភពទាំងពីរដែលជាហេតុធ្វើឲ្យគាត់អាចមកដល់ទីនេះបានការពិតនេះបានធ្វើឲ្យតួឯកប្រុសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវាសនាដែលគាត់មិនធ្លាប់បានដឹងពីមុនមកជាមួយនឹងការរកឃើញនេះតួឯកប្រុសចាប់ផ្ដើមយល់ថាជីវិតរបស់គាត់បានផ្លាស់ប្ដូរជារៀងរហូតតួឯកប្រុសបានដឹងថាការងារជាអ្នកនាំសារនៃពិភពវិញ្ញាណគឺត្រូវចំណាយកម្លាំងខ្លាំងគាត់ព្យាយាមចរចាជាមួយព្រះនាងដើម្បីដឹងពីរបៀបស្ដារកម្លាំងនិងប្រាក់ខែដែលគាត់នឹងទទួលបានការសន្ទនានេះបានធ្វើឲ្យគាត់យល់កាន់តែច្បាស់អំពីតួនាទីថ្មីរបស់ខ្លួននៅពេលដឹងថាប្រាក់ខែដែលគាត់នឹងទទួលបានគឺការបន្ថែមអាយុជីវិតពិតប្រាកដគាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភាពស្ងប់ស្ងាត់បានគ្រប់ដណ្ដប់មួយសន្ទុះមុនពេលគាត់សម្រេចចិត្តទទួលយកការងារនេះដោយក្តីសង្ឃឹមនេះគឺជាឱកាសតែមួយគត់ដែលគាត់អាចផ្លាស់ប្ដូរវាសនាខ្លួនឯងបានគាត់បានយល់ព្រមតាមលក្ខខណ្ឌទាំងអស់ដោយមិនស្ទាក់ស្ទើរឡើយព្រះនាងបានប្រើអំណាចពិសេសបង្កើតសញ្ញាសម្គាល់មួយនៅលើថ្ងាសរបស់តួឯកប្រុសសញ្ញានេះមិនត្រឹមតែជាភស្តុតាងនៃតួនាទីប៉ុណ្ណោះទេប៉ុន្តែវាក៏អនុញ្ញាតឲ្យគាត់ធ្វើដំណើររវាងពិភពទាំងពីរបានតាមចិត្តចង់ផងដែរបេសកកម្មដំបូងរបស់គាត់គឺត្រូវទៅចាប់វិញ្ញាណដែលរត់គេចខ្លួននៅឯភ្នំលូយុនព្រះនាងបានបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើគាត់អាចបំពេញភារកិច្ចនេះបានសម្រេចគាត់នឹងទទួលបានសេរីភាពត្រឡប់មកវិញនេះគឺជាការសាកល្បងដ៏ធំដំបូងសម្រាប់អ្នកនាំសារថ្មីម្នាក់នេះព្រះនាងបានបញ្ជាក់ការពិតដ៏គួរឲ្យរន្ធត់ថារាងកាយរបស់គាត់នៅពិភពមនុស្សបានស្លាប់បាត់ទៅហើយដូច្នេះគាត់ត្រូវតែបំពេញការងារនេះឲ្យបានល្អដើម្បីអាចស្វែងរកផ្លូវត្រឡប់ទៅវិញបានព្រះនាងតូចបាននាំតួឯកប្រុសហោះហើរឆ្លងកាត់មេឃទៅកាន់ពិភពមនុស្សក្នុងអំឡុងពេលធ្វើដំណើរគាត់បានណែនាំពីរបៀបចាប់វិញ្ញាណដែលរត់គេចខ្លួននិងព្រមានគាត់អំពីគ្រោះថ្នាក់ដែលត្រូវប្រឈមនៅខាងមុខតួឯកប្រុសបានសម្លឹងមើលទៅពិភពលោកដែលគាត់ធ្លាប់រស់នៅដោយអារម្មណ៍លីឡំគាត់ដឹងថាជីវិតរបស់គាត់ចាប់ពីពេលនេះទៅនឹងមិនដូចមុនទៀតឡើយដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់នៅក្នុងពិភពថ្មីមួយនេះទើបតែចាប់ផ្ដើមឡើងប៉ុណ្ណោះព្រះនាងតូចបានធានាដល់តួឯកប្រុសថាសញ្ញាសម្គាល់នៅលើខ្លួនរបស់គាត់នឹងការពារគាត់ពីគ្រោះថ្នាក់នៃវិញ្ញាណអាក្រក់ហើយរំលឹកគាត់អំពីឱកាសពិសេសដែលគាត់មាននៅក្នុងពិភពមនុស្សតួឯកប្រុសត្រូវបានចងជាប់នឹងបន្ទះទឹកកកដោយមនុស្សពីរនាក់ដែលកំពុងរងចាំមេរបស់ពួកគេមកដោះស្រាយដោយពួកគេមិនដឹងថាគាត់នៅមានជីវិតនោះទេភាពត្រជាក់ខ្លាំងបានធ្វើឲ្យតួឯកប្រុសភ្ញាក់ឡើងពីការសន្លប់គាត់ព្យាយាមហៅមនុស្សពីរនាក់នោះឲ្យជួយដោះលែងគាត់ព្រោះគាត់មិនអាចទ្រាំនឹងភាពត្រជាក់ខ្លាំងនេះបានទៀតទេតួឯកប្រុសបានព្យាយាមពន្យល់អ្នកយាមទាំងពីរថាគាត់គឺជាបុគ្គលិកនៃពិភពវិញ្ញាណទោះបីជាគាត់ខំប្រឹងពន្យល់យ៉ាងណាក៏ដោយអ្នកយាមទាំងនោះនៅតែមានការភ័យខ្លាចនិងមិនហ៊ានដោះលែងគាត់ឡើយដោយសារមិនអាចដោះលែងខ្លួនឯងបានតួឯកប្រុសបានសម្រេចចិត្តប្រើអំណាចនៃពិភពវិញ្ញាណដែលគាត់មានដើម្បីហោះហើរត្រឡប់ទៅទីនោះវិញក្នុងគោលបំណងស្វែងរកភាពកក់ក្ដៅនិងដំណោះស្រាយសម្រាប់ស្ថានភាពរបស់គាត់នៅពេលត្រឡប់មកដល់ពិភពវិញ្ញាណតួឯកប្រុសបានជួបព្រះនាងតូចម្ដងទៀតគាត់ទទួលបានដំណឹងថាវិញ្ញាណដែលគាត់ត្រូវចាប់បានរត់គេចខ្លួនទៅកាន់ទីតាំងថ្មីមួយទៀតដែលធ្វើឲ្យបេសកកម្មរបស់គាត់កាន់តែស្មុគស្មាញជាងមុននៅក្នុងពិភពវិញ្ញាណតួឯកប្រុសត្រូវបានព្រះនាងតូចបញ្ជាឲ្យទៅចាប់វិញ្ញាណដែលរត់គេចខ្លួនទៅកាន់ទីតាំងថ្មីទោះបីជាគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនក៏ដោយក៏គាត់គ្មានជម្រើសអ្វីក្រៅពីធ្វើតាមការបញ្ជានោះទេនៅឯសាលប្រជុំរបស់ក្រុមអ្នកបួសពួកគេកំពុងមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការបាត់ខ្លួននៃសាកសពរបស់បុរសម្នាក់ភ្លាមនោះតួឯកប្រុសក៏បានបង្ហាញខ្លួនដោយពន្លឺពណ៌មាសនៅកណ្ដាលសាលធ្វើឲ្យអ្នកបួសទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលក្រុមអ្នកបួសសួរនាំតួឯកប្រុសបានពន្យល់យ៉ាងច្បាស់ថាគាត់គឺជាអ្នកនាំសារនៃពិភពវិញ្ញាណដែលមកទីនេះដើម្បីបំពេញបេសកកម្មគាត់បានប្រាប់ពួកគេថាគាត់មកទីនេះដើម្បីចាប់វិញ្ញាណដែលរត់គេចខ្លួនតួឯកប្រុសបានបង្ហាញអត្តសញ្ញាណរបស់វិញ្ញាណដែលគាត់កំពុងតាមរកគឺបុរសម្នាក់ដែលធ្លាប់ជាអ្នកបម្រើក្នុងនិកាយនេះហើយបានស្លាប់កាលពី7ថ្ងៃមុនគាត់បានអះអាងថាវិញ្ញាណនេះមិនអាចទៅចាប់ជាថ្មីបានទេដោយសារតែមានរឿងរ៉ាវមិនប្រក្រតីដើម្បីបញ្ជាក់ពីការពិតតួឯកប្រុសបានប្រើអំណាចរបស់ខ្លួនដើម្បីកោះហៅវិញ្ញាណរបស់បុរសចំណាស់ម្នាក់ឲ្យបង្ហាញខ្លួននៅកណ្ដាលសាលវិញ្ញាណនោះមានការភ័យខ្លាចនិងមិនដឹងថាខ្លួនកំពុងស្ថិតនៅទីណាឡើយ
វិញ្ញាណបរោះចំណាស់បានយំសោកនិងសារភាពថាគាត់មិនមែនស្លាប់ដោយធម្មជាតិនោះទេប៉ុន្តែគាត់ត្រូវបានគេរុញឲ្យធ្លាក់ពីលើភ្នំនៅពេលដែលគាត់កំពុងបោសសម្អាតទីនោះការពិតនេះបានធ្វើឲ្យអ្នកបួសទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបរោះចំណាស់ម្នាក់បានចង្អុលបង្ហាញដោយផ្ទាល់ថាលីនស៊ីវគឺជាអ្នកដែលបានសម្លាប់គាត់ទោះបីជាគាត់មិនបានឃើញផ្ទាល់ភ្នែកក៏ដោយក៏ការចាប់ប្រកាន់នេះបានធ្វើឲ្យបរិយាកាសជុំវិញមានភាពតានតឹងយ៉ាងខ្លាំងលីនស៊ីវបានត្រឹមតែឈរស្ងៀមដោយបង្ហាញប្រតិកម្មភ្ញាក់ផ្អើលចំពោះការចាប់ប្រកាន់ដ៏ធ្ងន់ធ្ងរនេះដើម្បីបញ្ជាក់ពីពាក្យសម្ដីរបស់ខ្លួនបរោះចំណាស់បានបង្ហាញភស្តុតាងដែលគាត់បានដកចេញពីឃាតករមុនពេលគាត់ស្លាប់វាគឺជាបន្តោងត្បូងពណ៌ខៀវដ៏ស្រស់ស្អាតមួយដែលមានឆ្លាក់រូបសត្វក្រៀលយ៉ាងល្អិតល្អន់ភស្តុតាងនេះបានក្លាយជាចំណុចសំខាន់ដែលធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះចាប់ផ្ដើមសង្ស័យលើការពិតដែលលាក់កំបាំងនៅចំពោះមុខភស្តុតាងដ៏ច្បាស់លាស់លីនស៊ីវបានលុតជង្គង់ចុះដោយសារភាពការពិតទាំងទឹកមុខសោកស្ដាយគាត់បានសារភាពថានៅថ្ងៃនោះគាត់បានផឹកស្រាច្រើនពេកដោយមិនដឹងខ្លួនរហូតធ្វើឲ្យគាត់មានចំនួនជាមួយបរិសម្នាក់នោះក្នុងស្ថានភាពស្រវឹងវង្វេងគាត់បានរុញបរិសម្នាក់នោះធ្លាក់ពីលើជ្រលងភ្នំដោយអចេតនាការសារភាពនេះបានធ្វើឲ្យអ្នកជុំវិញខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងដោយមិននឹកស្មានដល់នេះបន្ទាប់ពីការពិតត្រូវបានលាតត្រដាងនិងការសារភាពត្រូវបានទទួលស្គាល់វិញ្ញាណរបស់បុរសចំណាស់ក៏ចាប់ផ្ដើមមានភាពស្ងប់ស្ងាត់វិញ្ញាណនោះបានរលាយបាត់ទៅវិញបន្តិចម្ដងដោយភាពស្ងប់សុខក្នុងពន្លឺដ៏ស្រទន់ចំនួនដែលអូសបន្លាយយូរមកហើយក៏ត្រូវបានដោះស្រាយដោយភាពស្ងប់ស្ងាត់នៅទីបញ្ចប់ក្រោយពីហេតុការណ៍បានបញ្ចប់មេដឹកនាំនិកាយបានបង្ហាញការកោតសរសើរចំពោះភាពស្មោះត្រង់របស់លីនស៊ីវគាត់បានអញ្ជើញលីនស៊ីវឲ្យស្នាក់នៅបន្តក្នុងនិកាយដោយផ្ដល់ជូននៅតំណែងជាចាស់ទុំកិត្តិយសលីនស៊ីវបានស្ដាប់ដោយភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការផ្ដល់ជូនដ៏ពិសេសដែលមិនធ្លាប់មានពីមុនមកនេះគឺជាឱកាសដ៏ធំមួយដែលនឹងផ្លាស់ប្ដូរជីវិតរបស់គាត់នៅក្នុងនិកាយទាំងមូលលីនស៊ីវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងពីប្រាក់ខែនិងអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដែលគាត់នឹងទទួលបានពីតំណែងថ្មីនេះគាត់កំពុងពិចារណាលើតម្លៃនៃឱកាសនេះដោយភាពរីករាយនិងការរំពឹងទុកខ្ពស់ចំពោះអនាគតរបស់គាត់បន្ទាប់ពីចំនួនត្រូវបានដោះស្រាយតួអង្គសំខាន់បានសម្រេចចិត្តចាក់ចេញពីនិកាយដោយទទួលសំណើពីមេដឹកនាំគាត់បានទៅឈរតែឯងមើលទេសភាពភ្នំដ៏ស្រស់ស្អាតដោយគិតអំពីការបាត់បង់ទ្រព្យសម្បត្តិនិងការលំបាកដែលគាត់កំពុងប្រឈមពេលនោះនារីម្នាក់ក្នុងសម្លៀកបំពាក់ស្រស់ស្អាតបានលេចឡើងពីខាងក្រោយហើយបានសួរតួអង្គសំខាន់អំពីមូលហេតុដែលគាត់នៅតែឯងបន្ទាប់ពីតួអង្គសំខាន់សួរថាតើនាងជានរណានាងបានប្រាប់ថាខ្លួនមកពីក្រុមហ៊ុនហ្វានហើយបានអញ្ជើញគាត់ឲ្យទៅជាមួយដោយបញ្ជាក់ថាក្រុមរបស់នាងមានទាំងស្រាសាច់និងនារីស្អាតភ្លាមនោះនារីម្នាក់នោះបានបញ្ចេញថាមពលដ៏អស្ចារ្យដែលធ្វើឲ្យតួអង្គសំខាន់ភ្ញាក់ផ្អើលយ៉ាងខ្លាំងតួអង្គសំខាន់បានសួរនារីម្នាក់នោះថាតើនាងជានរណានិងហេតុអ្វីបានជាមានអំណាចបែបនេះនាងបានឆ្លើយថាក្រុមហ៊ុនហ្វានរបស់នាងតាក់ទងជាមួយពិភពងឹតហើយនាងជាអ្នកដែលទើបតែចូលកាន់តំណែងបន្ទាប់ពីចាក់ចេញពីនិកាយឈីងយុនដែលមានចំនួនតួអង្គសំខាន់បានជួបនឹងនារីម្នាក់នារីនោះបាននិយាយថាជីវិតរបស់គាត់នៅនិកាយនោះលំបាកណាស់ហើយថែមទាំងត្រូវបានគេដេញតាមទៀតផងនារីនោះបានប្រាប់តួអង្គសំខាន់ថាជីវិតនៅកន្លែងរបស់នាងមានសេរីភាពជាងនៅនិកាយឈីងយុនដោយមានអាហារគ្រប់គ្រាន់និងមិនចាំបាច់ធ្វើការងារច្រើនទេភ្លាមនោះនារីម្នាក់ទៀតក្នុងហ្វូបពណ៌ស្បានបង្ហាញខ្លួននាងហាក់ដូចជាមិនសប្បាយចិត្តដែលនារីក្នុងហ្វូបមាសកំពុងនិយាយជាមួយតួអង្គសំខាន់នារីក្នុងហ្វូបពណ៌ស្បានជំទាស់នឹងនារីក្នុងហ្វូបមាសដោយនិយាយថាតួអង្គសំខាន់មិនមែនជាមនុស្សប្រុសរបស់នាងទេតួអង្គសំខាន់បានព្យាយាមពន្យល់ថាគាត់មិនមែនជាមនុស្សប្រុសរបស់នារីក្នុងហ្វូបពណ៌ស្ទេហើយគាត់គ្រាន់តែជាអ្នករត់ការប៉ុន្តែនារីក្នុងហ្វូបមាសបានប្រកាសថាគាត់ជាភ្ញៀវរបស់និកាយឈីងយុននារីក្នុងហ្វូបពណ៌ស្បានខឹងសម្បាហើយបានដកដាវគំរាមសម្រាប់គាត់ប្រសិនបើគាត់ហ៊ានទៅចូលរួមជាមួយនារីក្នុងហ្វូបមាសដើម្បីបញ្ចប់ចំនួនតួអង្គសំខាន់បានប្រាប់នារីក្នុងហ្វូបពណ៌ថាគាត់នឹងមិនទៅចូលរួមជាមួយនារីក្នុងហ្វូបមាសទេប៉ុន្តែគាត់បានទាមទារឲ្យនាងចិញ្ចឹមគាត់ដោយសារតែគាត់បានរត់ពេញមួយថ្ងៃហើយមិនបានញ៉ាំអ្វីសោះតួអង្គសំខាន់បានចាប់ផ្ដើមញ៉ាំអាហារយ៉ាងឆ្ងាញ់ដោយសារតែគាត់ឃ្លានខ្លាំងនារីក្នុងហ្វូបពណ៌ស្បានប្រាប់គាត់ឲ្យញ៉ាំយឺតព្រោះគាត់ញ៉ាំដូចជាខ្មោចអត់ឃ្លានតួអង្គសំខាន់បានឆ្លើយតបថាគាត់ជាមនុស្សដែលស្លាប់ដោយសារអត់ឃ្លានបន្ទាប់ពីបានញ៉ាំអាហារតួអង្គសំខាន់បាននិយាយលេងសើចថាគាត់ស្លាប់ដោយសារអត់ឃ្លានហើយបានសួរនារីម្នាក់នោះថាតើមានការងារអ្វីដែលគាត់អាចធ្វើបានដើម្បីរកប្រាក់នារីម្នាក់នោះបានប្រាប់តួអង្គសំខាន់ថាគាត់មិនមានលុយទេប៉ុន្តែគាត់បានសួរថាតើមានការងារអ្វីដែលតាក់ទងនឹងពិភពវិញ្ញាណដែលអាចរកប្រាក់បានគាត់បានបញ្ជាក់ថាគាត់នឹងធ្វើការងារនោះប្រសិនបើមានប្រាក់កម្រៃនារីម្នាក់នោះបានប្រាប់តួអង្គសំខាន់ថាមានពាក្យចាំអារម្មណ៍អំពីខ្មោចលងនៅក្នុងទីក្រុង Tengshren ដែលធ្វើឲ្យប្រជាជនភ័យខ្លាចនិងមិនហ៊ានចេញក្រៅនៅពេលយប់តួអង្គសំខាន់បានយល់ព្រមទៅកាន់ Tengshren នៅថ្ងៃបន្ទាប់ហើយបានសុំឲ្យនារីម្នាក់នោះនាំផ្លូវទៅកាន់ទីនោះតួអង្គសំខាន់និងនារីម្នាក់បានដើរចូលទៅក្នុងទីក្រុង Tengshren ដែលមើលទៅស្ងប់ស្ងាត់ជាងការរំពឹងទុកតួអង្គសំខាន់បាននិយាយថាទីនេះមិនដូចកន្លែងដែលមានខ្មោចលងតតែសោះនារីម្នាក់នោះបានបញ្ជាក់ថាខ្មោចនឹងចេញមកតែនៅពេលយប់ប៉ុណ្ណោះតួអង្គសំខាន់បានស្នើឲ្យពួកគេត្រឡប់មកវិញនៅពេលយប់ហើយបានស្នើឲ្យនារីម្នាក់នោះចេញលុយសម្រាប់អាហារនៅពេលយប់តួអង្គសំខាន់និងនារីម្នាក់បានលួចលាក់ខ្លួននៅពីក្រោយដើមឈើហើយបានឃើញខ្មោចចាស់ម្នាក់កំពុងលួចលាក់ខ្លួនតួអង្គសំខាន់បានប្រាប់នារីម្នាក់នោះឲ្យនៅស្ងៀមដើម្បីកុំឲ្យខ្មោចនោះដឹងខ្លួនតួអង្គសំខាន់បានបង្ហាញខ្លួនទៅកាន់ខ្មោចចាស់ហើយបានសួរគាត់ថាហេតុអ្វីគាត់នៅតែអណ្តែតនៅទីនេះខ្មោចចាស់បានឆ្លើយថាគាត់មិនទាន់ចង់ទៅកើតវិញទេព្រោះគាត់ចង់ឃើញចៅស្រីរៀបការតួអង្គសំខាន់បានប្រាប់គាត់ថាគាត់គួរតែទៅកើតវិញហើយបានសន្យាថានឹងជួយគាត់ឲ្យទៅកើតវិញដោយសារតែគាត់មានទំនាក់ទំនងក្នុងពិភពវិញ្ញាណខ្មោចចាស់បានយល់ព្រមជឿចិត្តតួអង្គសំខាន់ហើយបានទទួលយកជំនួយពីគាត់តួអង្គសំខាន់បានបង្ហាញបានសម្គាល់ខ្លួនរបស់គាត់ក្នុងពិភពវិញ្ញាណហើយបានបញ្ជាក់ថាគាត់នឹងជួយខ្មោចចាស់ឲ្យទៅកើតវិញបន្ទាប់មកខ្មោចចាស់បានបាត់ខ្លួនទៅដោយបន្សល់ទុកនៅពន្លឺពណ៌មាសតួអង្គសំខាន់កំពុងដេកលក់យ៉ាងស្កប់ស្កល់នៅលើគ្រែប៉ុន្តែត្រូវបាននារីម្នាក់ក្នុងសម្លៀកបំពាក់ពណ៌ដ៏ស្រស់ស្អាតមកដាស់នាងហាក់ដូចជាមិនសប្បាយចិត្តដែលគាត់នៅតែដេកលក់នារីម្នាក់បានប្រាប់តួអង្គសំខាន់ថាមានមនុស្សម្នាក់កំពុងរកគាត់នៅខាងក្រៅបុរសចំណាស់ម្នាក់បានបង្ហាញខ្លួនដោយអង្វរតួអង្គសំខាន់ឲ្យជួយចៅប្រុសរបស់គាត់ដែលបាត់បង់វិញ្ញាណតួអង្គសំខាន់បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែគាត់មានជំនាញក្នុងរឿងនេះតួអង្គសំខាន់និងនារីម្នាក់បានធ្វើដំណើរទៅកាន់ភ្នំតាមការណែនាំរបស់បុរសចំណាស់ពួកគេបានទៅដល់មាត់រូងភ្នំមួយដែលបុរសចំណាស់បាននិយាយថាចៅប្រុសរបស់គាត់បានចូលទៅលេងនៅទីនោះនារីម្នាក់បានសម្រេចចិត្តចូលទៅក្នុងរូងភ្នំមុនដោយមានការព្រួយបារម្ភនៅក្នុងរូងភ្នំដ៏ងឹតតួអង្គសំខាន់បានរកឃើញក្មេងប្រុសម្នាក់អង្គុយនៅជ្រុងមួយដោយសោកសៅក្មេងប្រុសនោះបានប្រាប់ថាគាត់វង្វេងផ្លូវតួអង្គសំខាន់បានប្រាប់គាត់ថាគាត់ជាអ្នកនាំវិញ្ញាណដែលវង្វេងទៅផ្ទះវិញហើយបានប្រើធម៌ពលពិសេសដើម្បីជួយគាត់
តួអង្គសំខាន់បានត្រឡប់មកពីក្នុងរូងភ្នំវិញដោយមានក្មេងប្រុសនោះតាមក្រោយក្មេងប្រុសនោះបានដឹងខ្លួនឡើងវិញហើយបុរសចំណាស់បានបង្ហាញការដឹងគុណយ៉ាងខ្លាំងចំពោះតួអង្គសំខាន់ដែលបានជួយសង្គ្រោះចៅប្រុសរបស់គាត់តួអង្គសំខាន់បានជួបនឹងក្មេងប្រុសដែលវង្វេងនៅក្នុងរូងភ្នំគាត់បានប្រាប់ក្មេងប្រុសនោះថាគាត់ជាអ្នកនាំវិញ្ញាណដែលវង្វេងទៅផ្ទះវិញហើយបានបង្ហាញពីអំណាចរបស់គាត់ដោយបញ្ចេញពន្លឺពណ៌មាសនៅក្នុងផ្ទះដ៏សាមញ្ញមួយតួអង្គចាស់ម្នាក់បានភ្ញាក់ឡើងបុរសវ័យក្មេងម្នាក់បានប្រាប់គាត់ថាចៅប្រុសរបស់គាត់មានសុវត្ថិភាពហើយប៉ុន្តែបានព្រមានគាត់ឲ្យនៅឲ្យឆ្ងាយពីល្អាងភ្នំមួយដែលគេចាត់ទុកថាមានគ្រោះថ្នាក់ដោយមានចិត្តដឹងគុណតួអង្គចាស់បានផ្ដល់ថង់ប្រាក់មួយដល់បុរសវ័យក្មេងដំបូងឡើយបុរសវ័យក្មេងបានបដិសេធដោយនិយាយថាវាជារឿងតូចតាចប៉ុន្តែតួអង្គចាស់បានទូចហើយទីបំផុតបុរសវ័យក្មេងក៏ទទួលយកបន្ទាប់ពីទទួលយកប្រាក់ហើយបុរសវ័យក្មេងបានស្នើថាប្រសិនបើតួអង្គចាស់មានការងារអ្វីនាពេលអនាគតគាត់ណែនាំគាត់ទៅគាត់វិញដែលបង្ហាញពីការចាប់ផ្ដើមអាជីវកម្មថ្មីមួយដែលអាចរកប្រាក់ចំណូលបានស្រាប់តែមានស្ត្រីវ័យក្មេងម្នាក់ស្លៀកពាក់យ៉ាងប្រណីតតាមបែបប្រពៃណីបានស្រែកទាមទារឲ្យជួបអ្នកដែលអាចហៅវិញ្ញាណបានដោយអះអាងថាគាត់មានអាយុ300ឆ្នាំបុរសវ័យក្មេងដែលជាអ្នកហៅវិញ្ញាណបានប្រឈមមុខនឹងនាងបានណែនាំខ្លួនថាជាតួអង្គផ្សេងទៀតដែលជាមេដឹកនាំនៃជ្រលងភ្នំស្ដេចថ្នាំហើយបានទូចថាគាត់មិនមែនជាក្មេងទេតួអង្គផ្សេងទៀតបានពន្យល់ថាជ្រលងភ្នំរបស់នាងតែងតែជួបប្រទះនឹងករណីលំបាកដូចជាការបាត់បង់វិញ្ញាណឬការកាន់កាប់ដោយវិញ្ញាណអាក្រក់នាងបានស្នើឲ្យមានការបែងចែកប្រាក់ចំណូល50-50សម្រាប់អ្នកជំងឺណាមួយដែលគាត់អាចជួយបានបុរសនោះភ្ញាក់ផ្អើលនឹងការផ្ដល់ជូនដល់សប្បុរសនេះប៉ុន្តែបានយល់ព្រមដោយមានលក្ខខណ្ឌថានាងត្រូវតែយកសំណាក់ឈាមពីគាត់ជាមុនសិនសម្រាប់ការស្រាវជ្រាវគាត់បានបដិសេធដំបូងប៉ុន្តែនាងបានទទូចដោយសន្យាថាវានឹងគ្រាន់តែជាសំណាក់មួយប៉ុណ្ណោះបុរសនោះបានបង្ហាញការសង្ស័យដោយរំលឹកពីបទពិសោធន៍ស្រដៀងគ្នាកាលពីអតីតកាលតួអង្គផ្សេងទៀតបានបញ្ជាក់ឡើងវិញដោយបង្ហាញថ្នាំ Elixir ដ៏មានតម្លៃមួយឈ្មោះថាតួអង្គម្នាក់ទៀតដែលអាចជួយសង្គ្រោះអ្នកដែលជិតស្លាប់បានជាការធានាបន្តដំណើរពីរឿងរ៉ាវមុនបុរសម្នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌លឿងហាក់បីដូចជាកំពុងមានការឈឺចាប់និងមិនស្រួលក្នុងខ្លួនយ៉ាងខ្លាំងបន្ទាប់ពីការបូមឈាមរបស់គាត់រួចរាល់ទឹកមុខរបស់គាត់បង្ហាញពីភាពតានតឹងជាខ្លាំងនៅក្នុងបន្ទប់មួយដែលមានពន្លឺភ្លើងចាំងស្រទន់ស្ត្រីម្នាក់ពាក់មុខធំកំពុងតែអង្គុយអានសៀវភៅយ៉ាងស្ងប់ស្ងាត់ភ្លាមនោះបុរសម្នាក់បានចូលមកជួបនាងយ៉ាងប្រញាប់ប្រញាល់ដើម្បីរាយការណ៍អំពីព្រឹត្តិការណ៍មិនប្រក្រតីទាក់ទងនឹងការកោះហៅប្រលឹងនិងព័ត៌មានអំពីអ្នករត់ការអាថ៌កំបាំងម្នាក់មកពីពិភពខាងក្រោមខណៈពេលដែលបុរសនោះកំពុងសម្រាកនៅលើកៅអីស្ត្រីម្នាក់ស្លៀកពាក់ក្រហមអំដំណើរដោយអ្នកយាមពីរនាក់បានមកដល់នាងបានបង្ហាញផ្លាកសញ្ញាហើយចាប់ប្រកាន់គាត់ពីបទរំខានដល់លំនឹងយិនយ៉ាងនិងការចាប់ប្រលឹងដោយខុសច្បាប់ដើម្បីការពារខ្លួនបុរសនោះបានដកផ្លាកសញ្ញាមួយមកបង្ហាញដោយអះអាងថាខ្លួនជាបុគ្គលិកផ្លូវការរបស់ពិភពខាងក្រោមទោះបីជាស្ត្រីរូបនោះបង្ហាញការសង្ស័យនិងមិនជឿជាក់ក៏ដោយក៏គាត់នៅតែបញ្ជាក់យ៉ាងច្បាស់ថាថៅកែរបស់ខ្លួនគឺជាអ្នកគ្រប់គ្រងដ៏មានអំណាចម្នាក់នៅទីនោះភ្លាមនោះស្ត្រីម្នាក់ទៀតស្លៀកសម្លៀកបំពាក់ពណ៌ស្អាតបានលេចមុខឡើងយ៉ាងទាន់ពេលវេលានាងបានប្រកាសយ៉ាងម៉ឺងម៉ាត់ថាបុរសម្នាក់នេះគឺជាភ្ញៀវកិត្តិយសរបស់បាក់ដ៏មានឥទ្ធិពលមួយហើយបានព្រមានទៅកាន់អ្នកការពារច្បាប់ថាពួកគេគ្មានសិទ្ធិមកប៉ះពាល់ឬចាប់ខ្លួនគាត់ឡើយដោយក្តីមួម៉ៅនិងចង់បង្ហាញពីសមត្ថភាពពិតបុរសនោះបានចាប់ផ្ដើមធ្វើកាយវិការដែលយ៉ាងរហ័សដើម្បីបញ្ចេញថាមពលដុំហិមាមួយរំពេចនោះខ្យល់គូចពណ៌ខ្មៅដ៏ធំសម្បើមមួយបានលេចឡើងអំដោយភ្លេចបន្ទោនិងស្រមោលប្រលឹងជាច្រើនដែលបង្ហាញពីអំណាចដ៏គួរឲ្យភ័យខ្លាចនិងឥទ្ធិពលពិតប្រាកដនៃពិភពខាងក្រោមស្ត្រីក្នុងសម្លៀកបំពាក់ពណ៌ស្បានលាតត្រដាងអត្តសញ្ញាណពិតរបស់នាងថាជាបុត្រីរបស់ស្ដេចពិភពខាងក្រោមនាងបានប្រើអំណាចរបស់ខ្លួនដើម្បីការពារបុរសនោះដោយព្រមានយ៉ាងដាច់អហង្ការថាបើអ្នកណាហ៊ានចូលមកចាប់ខ្លួនគាត់នាងនឹងកោះហៅប្រលឹងរបស់អ្នកនោះចេញពីរាងកាយភ្លាមបន្ទាប់ពីព្រឹត្តិការណ៍ពីមុនតួឯកប្រុសម្នាក់ត្រូវបានស្ត្រីម្នាក់ក្នុងឈុតពីរដែលកងឹតប្រមានថានាងនឹងតាមដានរាល់សកម្មភាពរបស់គាត់បុរសនោះហាក់មិនខ្លាចញើតឡើយដោយឆ្លើយតបដោយទំនុកចិត្តនៅពេលយប់ជ្រៅបុរសម្នាក់កំពុងដើរតែម្នាក់ឯងស្រាប់តែស្ត្រីម្នាក់ស្លៀកឈុតមាសដ៏ស្រស់ស្អាតបានលេចមុខមកនាងបានព្យាយាមលួងលោមគាត់ឲ្យចូលរួមជាមួយបាក់ហ៊ឺហ្វាន់ដោយសន្យាថានឹងមានភាពរីករាយនិងសួរពីការសម្រេចចិត្តរបស់គាត់ស្ត្រីនោះបានរៀបរាប់ពីគុណសម្បត្តិនៃបាក់ហ៊ឺហ្វាន់ដែលមានសេរីភាពគ្មានច្បាប់ទម្លាប់ច្រើននិងមានភាពរីករាយនាងបានប្រៀបធៀបវាទៅនឹងបាក់ឈីងយុនដែលមានច្បាប់តឹងរឹងនិងការរឹតបន្តឹងច្រើនបុរសនោះហាក់ដូចជាចាប់អារម្មណ៍នឹងការសន្យានេះខណៈដែលនាងបន្តពន្យល់ពីអត្ថប្រយោជន៍នៃការចូលរួមជាមួយបាក់របស់នាងបានសង្កត់ធ្ងន់ថាជីវិតនៅក្នុងបាក់ហ៊ឺហ្វាន់គឺពោរពេញដោយភាពសប្បាយរីករាយនិងគ្មានការបង្ខិតបង្ខំស្ត្រីនោះបន្តទៀតថាមេបាក់របស់នាងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបុរសនោះហើយចង់ជួបគាត់ផ្ទាល់នាងថែមទាំងបញ្ជាក់ថាមេបាក់របស់នាងជាស្ត្រីដ៏ស្រស់ស្អាតទៀតផងបុរសនោះញឹមតិចហាក់ដូចជាពេញចិត្តនឹងការអញ្ជើញនេះបុរសនោះហាក់មានការស្ទាក់ស្ទើរដោយគិតពីបាក់ឈីងយុនប៉ុន្តែស្ត្រីនោះបានឆ្លើយតបភ្លាមថាគាត់មិនមែនជាមនុស្សរបស់បាក់ឈីងយុនទេហើយជាមនុស្សមានសេរីភាពអាចទៅណាបានតាមចិត្តភ្លាមនោះស្ត្រីម្នាក់ទៀតស្លៀកឈុតស្បានលេចមុខមកហើយចោទស្ត្រីស្លៀកឈុតមាសថាព្យាយាមលួងលោមបុរសនោះទៀតហើយស្ត្រីស្លៀកឈុតមាសមិនខ្វល់ឡើយហើយថែមទាំងលេងសើចថាស្ត្រីស្លៀកឈុតប្រហែលជាលងស្នេហ៍នឹងបុរសនោះទៀតផងស្ត្រីស្លៀកឈុតស្បានប្រមានបុរសនោះយ៉ាងម៉ឺងម៉ាត់ថាបើគាត់ហ៊ានទៅជាមួយស្ត្រីស្លៀកឈុតមាសនាងនឹងមិននិយាយជាមួយគាត់ទៀតឡើយនាងបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការលួងលោមរបស់ស្ត្រីស្លៀកឈុតមាសទោះជាយ៉ាងណាបុរសនោះហាក់ដូចជាមិនខ្វល់ពីការប្រមាននេះទេបុរសនោះបានបដិសេធស្ត្រីស្លៀកឈុតដោយនិយាយថាពួកគេមិនសូវស្គាល់គ្នាទេស្ត្រីស្លៀកឈុតមាសបានលាហើយចាក់ចេញទៅដោយបន្សល់ទុកការអញ្ជើញស្ត្រីស្លៀកឈុតក៏បានចាក់ចេញទៅដោយទឹកមុខខឹងផងដែរដោយបន្សល់ទុកបុរសនោះឲ្យនៅម្នាក់ឯងដើម្បីគិតពីជំរឿរបស់គាត់បន្ទាប់ពីការចាក់ចេញរបស់តួអង្គស្រីទាំងពីរតួឯកប្រុសនៅតែឈរម្នាក់ឯងទាំងងឿងឆ្ងល់និងសង្ស័យពីចិត្តរបស់តួអង្គស្រីក្នុងឈុតនៅលើស្ពានដ៏អាតកំបាំងក្រោមមេឃងឹតតួអង្គស្រីក្នុងឈុតខ្មៅក្រហមបានលេចមុខមកប្រាប់តួឯកប្រុសអំពីបញ្ហាមិនប្រក្រតីនៅក្នុងភពយមរាជនាងបានបញ្ជាក់ថាមានអ្នកលួចកែប្រែសៀវភៅមរណៈដែលធ្វើឲ្យឈ្មោះរបស់មនុស្សមួយចំនួនត្រូវបាត់បង់ដោយគ្មានមូលហេតុច្បាស់លាស់នាងបានពន្យល់បន្ថែមថាមនុស្សដែលបាត់បង់ឈ្មោះទាំងនៅរស់នឹងក្លាយជាវិញ្ញាណវិលវល់មិនស្លាប់មិនរស់ប្រសិនបើទុកចោលយូរទៅពួកគេនឹងប្រែជាវិញ្ញាណចង់គំនុំបង្កគ្រោះថ្នាក់ដល់មនុស្សលោកហេតុនេះហើយទើបត្រូវតែស្វែងរកពួកគេត្រឡប់មកវិញជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិដ៏ធំនេះតួឯកប្រុសត្រូវទទួលភារកិច្ចស្វែងរកមនុស្សដែលបាត់ឈ្មោះទាំងនោះដើម្បីឲ្យពួកគេបានស្លាប់ពិតប្រាកដឬចុះឈ្មោះឡើងវិញប៉ុន្តែការងារដ៏ធំធេងនេះបានធ្វើឲ្យរូបគេមានអារម្មណ៍តានតឹងនិងពិបាកចិត្តជាខ្លាំងដើម្បីជាការលើកទឹកចិត្តតួអង្គស្រីក្នុងឈុតខ្មៅក្រហមបានហុចបន្ទះត្បូងពណ៌បៃតងដែលមានបញ្ជីឈ្មោះមនុស្ស37នាក់ទៅឲ្យគេនាងបានសន្យាថានឹងផ្ដល់អាយុកាលបន្ថែមចំនួន30ថ្ងៃសម្រាប់រាល់មនុស្សម្នាក់ដែលគេរកឃើញឬការផ្ដល់ជូនដ៏ល្អបែបនេះតួឯកប្រុសក៏ប្រែជាមានក្តីរំភើបនិងយល់ព្រមទទួលយកភារកិច្ចនេះភ្លាម
គោលដៅដំបូងគេនៅក្នុងបញ្ជីគឺសិស្សម្នាក់នៃបាក់របស់ពួកគេតួឯកប្រុសបានត្រឡប់មកជួបតួអង្គស្រីក្នុងឈុតស្វិងដើម្បីសួរនាំព័ត៌មានពីសិស្សរូបនោះហើយនាងក៏បានយល់ព្រមនាំផ្លូវរូបគេទៅកាន់កន្លែងស្នាក់នៅរបស់សិស្សនោះភ្លាមពេលឈានជើងចូលទៅដល់ក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់តួឯកប្រុសបានរកឃើញដានព្រលឹងដែលនៅសេសសល់គេបានសន្និដ្ឋានថាព្រលឹងរបស់សិស្សរូបនោះធ្លាប់បានចាក់ចេញពីរាងកាយហើយទោះបីជាវិលត្រឡប់មកវិញក៏ស្ថិតក្នុងសភាពមិនពេញលេញដែររំពេចនោះបុរសចំណាស់ម្នាក់បានលេចខ្លួនឡើងទាំងក្តីភ័យខ្លាចនិងញាប់ញ័របន្ទាប់ពីសួរនាំទើបដឹងថារូបគាត់គឺជាសិស្សម្នាក់នោះដែលបានប្រែជាចាស់ជ្រាយ៉ាងលឿនក្នុងរយៈពេលតែ3ថ្ងៃហើយកំពុងលុតជង្គង់សុំអង្វរមិនឲ្យគេចាប់ខ្លួនឡើយបុរសជាតួឯកនិងស្ត្រីជាដៃគូបានសួរនាំបុរសចំណាស់ដោយយកចិត្តទុកដាក់អំពីអ្វីដែលបានកើតឡើងចំពោះគាត់បុរសចំណាស់បានរៀបរាប់ទាំងភ័យខ្លាចថា3ថ្ងៃមុនពេលគាត់កំពុងដេកលក់យ៉ាងស្កប់ស្កល់មាននរណាម្នាក់បានទាញព្រលឹងគាត់ចេញពីរាងកាយហើយគាត់មិនអាចត្រឡប់ទៅវិញបានឡើយគាត់មិនបានឃើញមុខអ្នកនោះទេតែដឹងថាជាមនុស្សខ្លាំងពាក់អាវខ្មៅស្ត្រីជាដៃគូបានសួរអំពីសាកសពរបស់គាត់ហើយបុរសចំណាស់បានឆ្លើយថារាងកាយរបស់គាត់នៅតែនៅលើគ្រែតែបានត្រជាក់បាត់ទៅហើយដែលធ្វើឲ្យគាត់កាន់តែភ័យខ្លាចបុរសជាតួឯកបានពន្យល់ថាមាននរណាម្នាក់បានលុបឈ្មោះបុរសចំណាស់ចេញពីសៀវភៅមរណៈដោយចេតនាតែមិនបានសម្លាប់គាត់ឡើយគាត់សង្ស័យថាពួកគេចង់ប្រើប្រាស់បុរសចំណាស់សម្រាប់គោលបំណងអ្វីមួយបុរសជាតួឯកបានប្រាប់បុរសចំណាស់ថាគាត់ឥឡូវជាបុរសជាតួឯកនិងស្ត្រីជាដៃគូបានលាក់ខ្លួននៅពីក្រោយដើមឈើដើម្បីរងចាំបុរសពាក់អាវខ្មៅបុរសជាតួឯកជឿជាក់ថាដោយសារបុរសចំណាស់ត្រូវបានគេរកឃើញនោះបុរសអាវខ្មៅប្រកាសជានឹងមកពិនិត្យមើលស្ថានភាពភ្លាមនោះបុរសអាកំបាំងពាក់អាវខ្មៅបានលេចឡើងនៅលើដំបូលបុរសជាតួឯកបានដឹងពីវត្តមានរបស់គាត់ហើយស្រែកហៅឲ្យឈប់រួចក៏ដេញតាមបុរសពាក់អាវខ្មៅបានងាកមកវិញតែមុខរបស់គាត់ត្រូវបានបាំងដោយស្រមោលបុរសអាកំបាំងនោះបានបញ្ចេញថាមពលពណ៌ស្វាយចេញពីដៃហើយវាយប្រហារបុរសជាតួឯកបានគេចផុតបុរសពាក់អាវខ្មៅបានសម្គាល់ឃើញអំណាចរបស់ស្ដេចយមរាជលើបុរសជាតួឯករួចក៏បាត់ខ្លួនទៅបុរសជាតួឯកនិងស្ត្រីជាដៃគូបានឈរមើលដោយអស់សង្ឃឹមខណៈបុរសអាកំបាំងបានគេចខ្លួនបាត់ទៅបុរសជាតួឯកបានបញ្ជាក់ថាគាត់លឿនពេកមិនអាចចាប់បានឡើយទោះមិនបានឃើញមុខក៏ដោយក៏បុរសជាតួឯកដឹងថាបុរសអាកំបាំងនោះពិតជាមនុស្សមកពីភូមិរីបុរសជាតួឯកបានបញ្ជូនបុរសចំណាស់ទៅលាក់ខ្លួននៅភូមិរីដោយឲ្យមិត្តរួមការងារមើលថែបុរសចំណាស់ក៏បានបាត់ខ្លួនទៅបន្ទាប់មកបុរសជាតួឯកបានសម្រេចចិត្តបន្តស៊ើបអង្កេតរកមើលឈ្មោះផ្សេងទៀតដែលបាត់ពីសៀវភូមិរណៈភ្លាមនោះស្ត្រីម្នាក់ទៀតបានលេចមុខមកហើយប្រាប់បុរសជាតួឯកថាបងស្រីរបស់នាងមានរឿងចង់ប្រាប់គាត់តួឯកប្រុសទទួលបានដំណឹងដ៏រន្ធត់ពីស្ត្រីម្នាក់ថាឈ្មោះរបស់សិស្សម្នាក់ក្នុងជ្រលងភ្នំអស្ចារ្យបាត់ពីសៀវភៅមរណៈនេះជាសញ្ញាព្រមានថាជីវិតរបស់គេកំពុងស្ថិតក្នុងគ្រោះថ្នាក់បំផុតហើយអាចនឹងត្រូវគេលួចយកព្រលឹងទៅបាត់ក្នុងពេលឆាប់ភ្លាមនោះតួឯកប្រុសបានប្រញាប់ទៅកាន់ជ្រលងភ្នំអស្ចារ្យដើម្បីជួបស្ត្រីម្នាក់ដែលកំពុងរវល់ដាំថ្នាំទោះបីជានាងព្យាយាមនិយាយលេងសើចដើម្បីបន្ធូរបរិយាកាសប៉ុន្តែនៅពេលឮដំណឹងដ៏ធ្ងន់ធ្ងរអំពីសិស្សរបស់ខ្លួនទឹកមុខរបស់នាងក៏ប្រែជាដានតឹងហើយពួកគេទាំងពីរក៏ប្រញាប់ចេញទៅពិនិត្យមើលស្ថានភាពភ្លាមពួកគេបានរកឃើញសិស្សម្នាក់នោះដេកសន្លប់មិនដឹងខ្លួនដោយសារព្រលឹងត្រូវបានគេធ្វើមន្តអាគមផ្សារភ្ជាប់ទុកតួឯកប្រុសបានប្រើធម៌ពលពិសេសរបស់ខ្លួនដាក់លើថ្ងាសជនរងគ្រោះដើម្បីដោះលែងព្រលឹងដែលត្រូវគេលួចនោះឲ្យមានសេរីភាពវិញបន្ទាប់ពីពន្លឺវេទមន្តបានបញ្ចេញមកទីបំផុតសិស្សរូបនោះក៏បានដឹងខ្លួនឡើងវិញទាំងអាការៈក្អកនិងហាក់ដូចជាទើបតែរួចផុតពីគ្រោះថ្នាក់ដល់ជីវិតបន្ទាប់ពីពិនិត្យយ៉ាងយកចិត្តទុកដាក់តួឯកប្រុសបានសន្និដ្ឋានថានេះគឺជាស្នាដៃរបស់បុរសអាវខ្មៅអាកំបាំងដែលប្រើធម៌ពលមកពីពិភពខាងក្រោមដើម្បីធានាសុវត្ថិភាពគាត់បានប្រើសៀវភៅមរណៈដើម្បីចុះឈ្មោះសិស្សរូបនោះចូលក្នុងបញ្ជីវិញភ្លាមជាមួយនឹងទឹកមុខមើងម៉ាត់ក្នុងការត្រៀមខ្លួនតាមរកមុខសញ្ញាពិតដែលនៅពីក្រោយរឿងនេះទោះបីជាស្ថិតក្នុងស្ថានភាពតានតឹងប៉ុន្តែបរិយាកាសនៅលើតុអាហារបែរជាមានភាពវឹកវរនិងកំប្លុកកំប្លែងទៅវិញតួអង្គស្រីបានដណ្ដើមគ្នាថែរក្សានិងយកចិត្តទុកដាក់ចំពោះតួឯកប្រុសរហូតធ្វើឲ្យមានការរកាំរកូសដាក់គ្នាស្ត្រីម្នាក់ថែមទាំងចង់សុំឈាមរបស់គាត់យកទៅធ្វើការពិសោធន៍ថ្មីទៀតផងដែលធ្វើឲ្យតួឯកប្រុសបានត្រឹមតែបង្ហាញទឹកមុខហួសចិត្តចំពោះទង្វើរបស់ពួកគេក្នុងខណៈដែលគ្រប់គ្នាកំពុងជួបជុំគ្នាមន្ត្រីស្រីម្នាក់បានដើរចូលមកប្រាប់ដំណឹងថ្មីអំពីករណីបាត់ឈ្មោះដែលកំពុងរីករាលដាលនៅក្រុងធានទូដោយយល់ឃើញថាបញ្ហានេះកាន់តែធំឡើងតួឯកប្រុសក៏បានសម្រេចចិត្តនាំក្រុមទាំងមូលធ្វើដំណើរទៅកាន់ទីនោះជាមួយគ្នាដើម្បីរួមគ្នាស៊ើបអង្កេតនិងដោះស្រាយអាថ៌កំបាំងដែលកំពុងគំរាមកំហែងដល់ជីវិតមនុស្សជាច្រើនទៀតបន្តដំណើរចេញពីការសង្ស័យក្រុមរបស់តួឯកប្រុសបានធ្វើដំណើរមកដល់ក្រុងធានទូដើម្បីស៊ើបអង្កេតករណីបាត់ខ្លួនរបស់បុរសសំទានម្នាក់ទោះបីជាគាត់គ្រាន់តែជាមនុស្សសាមញ្ញប៉ុន្តែការដែលឈ្មោះរបស់គាត់បាត់ពីសៀវភៅមរណៈគឺជាសញ្ញាបង្ហាញពីភាពមិនប្រក្រតីដ៏ធំមួយពួកគេបានចូលទៅពិនិត្យមើលក្នុងផ្ទះចាស់ដែលជាកន្លែងកើតហេតុដើម្បីស្វែងរកដំណោយបន្ថែមពីការបាត់ខ្លួននេះនៅខាងក្នុងផ្ទះនោះតួឯកប្រុសបានរកឃើញដាននៃការប្រយុទ្ធគ្នាហើយក៏បានបញ្ចេញថាមពលពណ៌ខៀវដើម្បីតាមដានព្រលឹងដែលនៅសេសសល់គាត់បានដឹងភ្លាមថាជនរងគ្រោះត្រូវបានគេនាំខ្លួនទៅកាន់ទីខាងជើងនៃទីក្រុងយ៉ាងប្រញាប់ប្រញាល់ពួកគេបានដេញតាមរហូតដល់ទាន់បុរសអាវខ្មៅដែលកំពុងចាប់ខ្លួនជនរងគ្រោះនៅក្នុងព្រៃជ្រៅការប្រជុំមុខគ្នាបានកើតឡើងភ្លាមខណៈដែលក្រុមរបស់តួឯកប្រុសព្យាយាមរារាំងស្ទើរដល់អាថ៌កំបាំងនេះដើម្បីសង្គ្រោះជីវិតមនុស្សស្លូតត្រង់បន្ទាប់ពីមានការវាយបកយ៉ាងខ្លាំងក្លាពីសំណាក់តួអង្គស្រីក្នុងក្រុមបុរសអាវខ្មៅក៏បានសម្រេចចិត្តដកថយបាត់ទៅក្នុងផ្សែងខ្មៅយ៉ាងអាថ៌កំបាំងសំណាងល្អដែលជនរងគ្រោះត្រូវបានទុកចោលឲ្យនៅមានជីវិតប៉ុន្តែស្ថានភាពរបស់គាត់នៅតែគួរឲ្យព្រួយបារម្ភនៅឡើយក្រោយមកតួអង្គស្រីម្នាក់បានពិនិត្យមើលសៀវភៅកំណត់ត្រាចាស់ហើយបានរកឃើញរឿងរ៉ាវដ៏រន្ធត់មួយដែលទាក់ទងនឹងករណីនេះវាគឺជាករណីសម្លាប់រង្គាលមនុស្សជាង300នាក់កាលពី100ឆ្នាំមុនដោយសារការប្រើប្រាស់ថាមពលងឹតដែលធ្វើឲ្យព្រលឹងទាំងនោះមិនអាចទៅចាប់ជាតិបានឡើយដើម្បីវេកមុខឃាតករដែលនៅពីក្រោយរឿងនេះតួឯកប្រុសបានសម្រេចចិត្តប្រើប្រាស់សមត្ថភាពពិសេសរបស់ខ្លួនដើម្បីរៀបចំពិធីកោះហៅព្រលឹងជនរងគ្រោះកាលពីអតីតកាលមកសាកសួរនៅពេលយប់ដ៏ស្ងប់ស្ងាត់ក្នុងពន្លឺភ្លើងទៀនដ៏ស្រពេចស្រពិលព្រលឹងរបស់បុរសចំណាស់ម្នាក់បានលេចរូបរាងឡើងយ៉ាងយឺតដែលមើលទៅពោពេញដោយភាពឈឺចាប់និងការភ័យខ្លាចនៅពេលដែលព្រលឹងនោះបានឃើញសញ្ញាសម្គាល់ផ្លូវការរបស់មន្ត្រីស៊ើបអង្កេតគាត់បានបង្ហាញការតក់ស្លុតយ៉ាងខ្លាំងនិងព្យាយាមគេចវេះពីការសាកសួរតួឯកប្រុសត្រូវប្រើភាពអត់ធ្មត់យ៉ាងខ្លាំងដើម្បីធ្វើឲ្យព្រលឹងនោះមានអារម្មណ៍សុវត្ថិភាពនឹងចាប់ផ្ដើមនិយាយរៀបរាប់ពីអ្វីដែលបានកើតឡើងកាលពី100ឆ្នាំមុនរាល់ពាក្យសម្ដីរបស់ព្រលឹងនោះបានធ្វើឲ្យអាថ៌កំបាំងនៃការសម្លាប់រង្គាលកាន់តែច្បាស់ឡើងដែលបង្ហាញពីអំពើដ៏ឃោរឃៅរបស់ស្ត្រីដែលពួកគេកំពុងប្រឈមមុខការសន្ទនានេះគឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការស្វែងរកទំនាក់ទំនងរវាងព្រឹត្តិការណ៍អតីតកាលនិងការបាត់ខ្លួនរបស់មនុស្សនាពេលបច្ចុប្បន្នដើម្បីបញ្ឈប់មហន្តរាយជាបន្តទៀតនៅពេលឃើញសញ្ញាសម្គាល់របស់មន្ត្រីស៊ើបអង្កេតព្រលឹងបុរសចំណាស់មានក្តីសង្ឃឹមយ៉ាងខ្លាំងតួឯកស្រីបានសន្យាថានឹងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដែលបានរងចាំអស់រយៈពេល100ឆ្នាំមកនេះ
ព្រលឹងនោះបានរៀបរាប់ពីយប់ដ៏រន្ធត់នៅពេលដែលមានបុរសអាវខ្មៅម្នាក់មកសុំស្នាក់នៅក្នុងភូមិទោះបីជាអ្នកភូមិមានចិត្តសប្បុរសប៉ុន្តែបុរសនោះបែរជាប្រើមន្តអាគមងឹតសម្រាប់មនុស្សជាង300នាក់យ៉ាងសាហាវព្រៃផ្សៃបំផុតឃាតករបានប្រើឈាមរបស់ជនរងគ្រោះដើម្បីចម្រាញ់ធ្វើជាគ្រាប់អង្កាំពណ៌ឈាមដ៏គួរឲ្យខ្លាចព្រលឹងទាំងនោះបានត្រឹមតែឈរមើលដោយភាពឈឺចាប់ខណៈដែលឈាមរបស់ពួកគេត្រូវបានបិទចូលទៅក្នុងវត្ថុបិសាចនោះនៅពេលតួឯកស្រីសួររកភិនភាពព្រលឹងនោះបានបញ្ជាក់ថាទោះបីជាឃាតករបិទមុខចិត្តក៏គាត់នៅតែចំណាំបាននៅស្លាកស្នាមវែងមួយនៅលើក្នុងដៃខាងស្ដាំរបស់គេយ៉ាងច្បាស់តាមរយៈភិនភាពនេះក្រុមការងារបានសន្និដ្ឋានថាឃាតករគឺជាបិសាចដៃឈាមដ៏ល្បីល្បាញតួឯកប្រុសបានលួងលោមព្រលឹងនោះឲ្យទៅសម្រាប់ដោយសន្តិវិធីហើយសន្យាថានឹងសងសឹកជំនួសខណៈដែលតួឯកស្រីយល់ថាជារឿងធំដែលត្រូវតែរាយការណ៍ទៅកាន់ទីស្នាក់ការកណ្ដាលជាបន្ទាន់ដើម្បីត្រៀមខ្លួនទប់ទល់តួអង្គស្រីម្នាក់ទៀតបាននឹកឃើញដល់រឿងរ៉ាវដែលគ្រូរបស់នាងធ្លាប់ប្រាប់អំពីបិសាចដៃឈាមដែលចូលចិត្តសម្លាប់មនុស្សយកឈាមមកធ្វើជាគ្រាប់អង្កាំគេត្រូវបានគេជឿថាបានស្លាប់បាត់បង់ជីវិតទៅហើយបន្ទាប់ពីត្រូវបានបាក់យុទ្ធធរឡោមព័ទ្ធកម្ចាត់នៅឯភ្នំមួយកាលពីអតីតកាលប៉ុន្តែការពិតប្រហែលជាមិនមែនបែបនោះទេតួឯកស្រីបានទម្លាយការពិតថាអ្នកដែលដឹកនាំការកម្ចាត់បិសាចនោះគឺជាសាច់ញាតិរបស់តួអង្គស្រីក្នុងក្រុមនេះឯងប៉ុន្តែអ្វីដែលគួរឲ្យសង្ស័យបំផុតនោះគឺសាកសពរបស់បិសាចនោះមិនដែលត្រូវបានគេរកឃើញឡើយដែលនាំឲ្យមានការសង្ស័យថាគេប្រហែលជានៅមានជីវិតដើម្បីបញ្ជាក់ការពិតតួឯកប្រុសបានបញ្ជាឲ្យសមាជិកក្រុមម្នាក់ឆែកមើលបញ្ជីឈ្មោះអ្នកស្លាប់ក្នុងលោកខាងមុខប្រសិនបើគ្មានឈ្មោះបិសាចនោះក្នុងបញ្ជីទេមានន័យថាគេកំពុងតែលាក់ខ្លួននៅក្បែរពួកគេដើម្បីរងចាំឱកាសធ្វើសកម្មភាពដ៏ខ្មៅងឹតម្ដងទៀតដែលជាគ្រោះថ្នាក់ដ៏ធំមួយស៊ូឈីបានពិនិត្យបញ្ជីមរណៈយ៉ាងល្អិតល្អន់ហើយរកមិនឃើញឈ្មោះបិសាចដៃឈាមឡើយការពិតនេះធ្វើឲ្យអឺហ្គោនិងក្រុមការងារភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាជាសញ្ញាបង្ហាញថាឃាតករសាហាវរូបនេះប្រហែលជានៅមានជីវិតរស់នៅក្បែរពួកគេដោយផ្អែកលើតម្រុយថ្មីពួកគេបានពិនិត្យផែនទីយ៉ាងយកចិត្តទុកដាក់រហូតរកឃើញករណីសម្លាប់រង្គាលចុងក្រោយមួយនៅភូមិ Hai Feng Ling ដែលស្ថិតនៅក្បែរទឹកដីបបិសាចក្រុមការងារសន្និដ្ឋានថាឃាតកររូបនេះប្រហែលជាកំពុងប្រើប្រាស់ជីវិតមនុស្សដើម្បីបន្តរក្សាមន្តអាគមដ៏អាក្រក់របស់ខ្លួនដើម្បីពន្លឿនការស៊ើបអង្កេតអឺហ្គោនិងឈីនស៊ូងបានសម្រេចចិត្តធ្វើដំណើរទៅកាន់ភូមិ Hai Feng Ling ដោយផ្ទាល់ទន្ទឹមនឹងនោះសមាជិកដទៃទៀតក៏បានបែកផ្លូវគ្នាដើម្បីស្វែងរកដំណឹងបន្ថែមពីប្រភពផ្សេងខណៈដែលស៊ូឈីត្រូវត្រឡប់ទៅលោកខាងមុខវិញដើម្បីតាមដានបញ្ជីឈ្មោះអ្នកស្លាប់ឲ្យបានច្បាស់លាស់ជាងមុនពួកគេម្នាក់បានប្រមានគ្នាទៅវិញទៅមកឲ្យប្រុងប្រយ័ត្នខ្ពស់ព្រោះស្ត្រីដែលពួកគេកំពុងតាមរកពិតជាមានថាមពលខ្លាំងក្លានិងមានល្បិចកលច្រើនពេលទៅដល់ភូមិ Hai Feng Ling ភ្លាមពួកគេក៏ត្រូវបានបិសាចខ្មៅអាកំបាំងមួយវាប្រហារយ៉ាងសាហាវឈីនស៊ូងបានប្រញាប់ប្រើដាវកម្ចាត់វាដោយភាពស្ទាត់ជំនាញហេតុការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ថាទីតាំងនេះពិតជាមានភាពមិនប្រក្រតីនិងមានថាមពលអាក្រក់កំពុងលាក់ខ្លួននៅឡើយពួកគេបន្តដើរចូលជ្រៅទៅក្នុងភូមិដែលស្ងាត់ជ្រងនិងពោពេញដោយផ្ទះបាក់បែកស្រាប់តែមានសំឡេងចម្លែកបន្លឺឡើងពីក្នុងផ្ទះមួយដែលធ្វើឲ្យពួកគេឈប់ដើរនិងត្រៀមខ្លួនប្រយុទ្ធដោយភាពប្រុងប្រយ័ត្នបំផុតនៅទីបំផុតពួកគេបានរកឃើញក្មេងប្រុសម្នាក់ឈ្មោះស៊ីវស៊ីថូដែលបានលាក់ខ្លួននៅក្នុងផ្ទះនោះតាំងពី30ឆ្នាំមុនក្មេងប្រុសរូបនេះចាប់ផ្ដើមរៀបរាប់ទាំងភ័យខ្លាចអំពីឃាតករស្លៀកពាក់ឈុតខ្មៅដែលបានសម្លាប់អ្នកភូមិទាំងអស់កាលពីអតីតកាលរឿងរ៉ាវដែលគេបានរៀបរាប់បានក្លាយជាភស្តុតាងដ៏សំខាន់បំផុតដើម្បីឈានទៅរកការលាតត្រដាងអត្តសញ្ញាណពិតរបស់ឃាតករដែលកំពុងលាក់ខ្លួនក្នុងស្រមោលក្មេងប្រុសម្នាក់បានរៀបរាប់ទាំងទឹកភ្នែកអំពីឃាតករដែលមានស្លាកស្នាមវែងនៅដៃខាងស្ដាំដែលបានសម្លាប់គ្រួសាររបស់គេព័ត៌មាននេះបញ្ជាក់យ៉ាងច្បាស់ថាវាគឺជាមនុស្សតែម្នាក់ដែលពួកគេកំពុងតាមរកយ៉ាងស្វិតស្វាញតាំងពីដើមមកគេបានចង្អុលបង្ហាញទៅកាន់ភ្នំមួយដែលជាកន្លែងលាក់ខ្លួនដ៏អាថ៌កំបាំងរបស់បិសាចនោះដើម្បីឲ្យពួកគេទៅតាមប្រមាញ់បន្ទាប់ពីបានរឿងរ៉ាវដ៏កំសត់ពីក្មេងប្រុសពួកគេបានសន្យាថានឹងជួយសងសឹកជូនគ្រួសាររបស់គេឲ្យខាងតែបានក្រុមការងារបានចាប់ផ្ដើមរៀបចំផែនការយ៉ាងម៉ត់ចត់ដើម្បីឡើងទៅលើភ្នំនោះនៅថ្ងៃបន្ទាប់ក្នុងគោលបំណងកម្ចាត់បិសាចកំណាចឲ្យអស់ពីទឹកដីនៅពេលធ្វើដំណើរមកដល់ជើងភ្នំពួកគេបានជួបនឹងរបាំងមន្តអាគមដ៏រឹងមាំដែលរារាំងផ្លូវមិនឲ្យអ្នកក្រៅចូលទៅជិតបានឡើយភ្លាមនោះតួឯកស្រីបានដកដាវមន្តអាគមរបស់នាងចេញមកហើយបញ្ចេញពន្លឺពណ៌ដ៏ខ្លាំងក្លាដើម្បីបំបែករបាំងការពារនោះឲ្យខ្ទេចខ្ទីជាបំណែកតែម្ដងស្រាប់តែមានការវាយប្រហារដោយកាំរស្មីថាមពលអាថ៌កំបាំងមកលើពួកគេពីជំងាយយ៉ាងគំហុកតួឯកប្រុសបានប្រើសញ្ញាសម្គាល់នៅដៃរបស់គេដើម្បីបញ្ចេញពន្លឺពណ៌ស្វាយសម្រាប់តាមដានប្រភពសត្រូវដែលកំពុងលាក់ខ្លួនគេបានប្រើអំណាចពិសេសដើម្បីចាប់យកព្រលឹងខ្មៅដែលព្យាយាមចូលមកយាយីពួកគេយ៉ាងសាហាវសកម្មភាពនេះបង្ហាញពីការគ្រប់គ្រងស្ថានភាពដ៏អស្ចារ្យរបស់គេនៅចំពោះមុខគ្រោះថ្នាក់ដែលមើលមិនឃើញហើយគេក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីតាំងនឹងអ្នកដែលនៅពីក្រោយរឿងនេះពួកគេបានបន្តដំណើរចូលទៅក្នុងរូងភ្នំដ៏ជ្រៅដែលមានអក្សរមន្តអាគមពណ៌ក្រហមចារឹកទុកនៅតាមច្រកចូលយ៉ាងគួរឲ្យខ្លាចនៅក្នុងភាពងឹតដ៏ត្រជាក់សម្លេងរបស់បិសាចដៃឈាមបានបន្លឺឡើងយ៉ាងរន្ធត់វាបានគំរាមកំហែងថានឹងយកពួកគេទាំងអស់គ្នាធ្វើជាចំណីដើម្បីពង្រឹងមន្តអាគមងឹតរបស់វាឲ្យកាន់តែខ្លាំងការប្រយុទ្ធដ៏ស្វិតស្វាញបានផ្ទុះឡើងនៅក្នុងរូងភ្នំរវាងក្រុមតួឯកនិងបិសាចក្នុងឈុតក្រហមដ៏គួរឲ្យខ្លាចតួឯកស្រីបានព្យាយាមតាំងយ៉ាងអស់ពីសមត្ថភាពដោយប្រើអាវុធរបស់នាងប៉ុន្តែត្រូវរងរបួសដោយសារថាមពលពណ៌ក្រហមដ៏ខ្លាំងក្លាដែលបាញ់ចេញពីបិសាចនោះនាងត្រូវបានខ្ទាតចេញនិងរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលប្រឈមមុខគ្នាដ៏គ្រោះថ្នាក់នេះខណៈដែលបិសាចនោះកាន់តែមានអំណាចខ្លាំងឡើងទោះបីជាបិសាចមើលងាយសមត្ថភាពរបស់គេថាគ្មានអ្វីគួរឲ្យខ្លាចក៏ដោយក៏តួឯកប្រុសបានសម្រេចចិត្តបញ្ចេញអត្តសញ្ញាណពិតរបស់ខ្លួនឲ្យពិភពលោកបានដឹងក្នុងនាមជាអ្នកនាំសារមកពីឋាននរកគេបានបញ្ចេញថាមពលពណ៌ស្វាយយ៉ាងមហិមាដើម្បីបង្ក្រាបសត្រូវដែលកំពុងឆ្មើងឆ្មៃទីបំផុតគេអាចចាប់ទាញព្រលឹងរបស់បិសាចនោះចេញពីខ្លួនបានសម្រេចយ៉ាងអស្ចារ្យនិងបញ្ចប់ការគំរាមកំហែងនេះនៅក្នុងរូងភ្នំដ៏ជ្រៅមួយតួឯកប្រុសបានបញ្ចេញមន្តអាគមដ៏ខ្លាំងក្លាដើម្បីទល់ជាមួយបិសាចអាវក្រហមដ៏សាហាវគេបានប្រើកម្លាំងធាតុបញ្ចេញពន្លឺពណ៌មាសចេញពីបាតដៃដើម្បីបង្ក្រាបនិងបង្ខាំងវិញ្ញាណអាក្រក់នោះទុកតែម្ដងសកម្មភាពដ៏រហ័សរហួននេះបង្ហាញពីសមត្ថភាពវេទមន្តដ៏ខ្ពង់ខ្ពស់របស់គេក្នុងការកម្ចាត់គ្រោះភ័យដែលកំពុងយាយីនៅក្នុងទីងឹតក្រោយការប្រយុទ្ធព្រលឹងបិសាចត្រូវបានទាញចេញមកជាពន្លឺតូចមួយនៅក្នុងដៃរបស់គេភ្លាមនោះតួអង្គស្រីម្នាក់ដែលពាក់មួកនិងអាវក្រហមបានដើរចូលមកទាំងក្តីភ្ញាក់ផ្អើលនៅក្បែរនោះពួកគេបានប្រទះឃើញគូឈាមពណ៌ក្រហមឆ្អៅដែលជាវត្ថុធាតុដ៏គ្រោះថ្នាក់បំផុតដោយដឹងថាវាត្រូវបានបង្កើតឡើងពីជីវិតមនុស្សជាច្រើនតួអង្គស្រីមិនបង្អង់យូរឡើយនាងបានដកដាវកាប់កំទេចវាឲ្យក្លាយជាបំណែកតូចភ្លាមដើម្បីការពារកុំឲ្យវត្ថុអាក្រក់នេះអាចបង្កមហន្តរាយដល់អ្នកដទៃទៀតបានបន្ទាប់ពីបញ្ចប់ភារកិច្ចតួអង្គស្រីបានពោលពីអរគុណទៅកាន់តួឯកប្រុសដែលបានជួយសង្គ្រោះជីវិតនាងនៅពេលតួឯកប្រុសចាប់ផ្ដើមបង្អាប់លេងសើចរហូតដល់នាងឡើងក្រហមមុខនាងក៏ប្រកែកទាំងអៀនព្រានរួចក៏ដើរចេញទៅយ៉ាងលឿនពួកគេទាំងពីរបានធ្វើដំណើរត្រឡប់មកដល់ទីប្រជុំជុំវិញចំពេលព្រះអាទិត្យរៀបលេចយ៉ាងស្រស់ស្អាតតួឯកប្រុសហាក់មានភាពសប្បាយរីករាយជាខ្លាំងនៅពេលដឹងថានឹងទទួលបានរង្វាន់ជាធម្មវិញ្ញាណដែលមានតម្លៃទោះបីជាក្នុងចិត្តគេចង់បានប្រកាសសុទ្ធក៏ដោយ
ខណៈកំពុងដើរមិត្តភក្តិស្រីជាច្រើនអ្នកបានរត់មកចោមរោមសួរសុខទុក្ខតួឯកប្រុសដោយក្តីបារម្ភអ្នកខ្លះចង់ពិនិត្យមើលរបួសរីឯអ្នកខ្លះទៀតសួរនាំពីសុវត្ថិភាពដែលធ្វើឲ្យតួអង្គស្រីអាវក្រហមឈរមើលពីចម្ងាយហាក់ដូចជាមានអារម្មណ៍ច្រណែនបន្តិចបន្តួចនឹងភាពស្និទ្ធស្នាលនេះដើម្បីអបអរជោគជ័យតួឯកប្រុសបានបបួលអ្នករាល់គ្នាទៅរកអាហារញ៉ាំជុំគ្នាដោយភាពរីករាយគេបាននិយាយលេងសើចយ៉ាងក្រឡុកក្រឡឹមថាខ្លួនគ្មានប្រាក់ចុកខ្លួនឡើយតែសង្ឃឹមថាអ្នកផ្សេងនឹងជួយចេញជំនួសសម្លេងសំណើចនិងភាពស្និទ្ធស្នាលបានកើតឡើងពេញផ្លូវខណៈដែលក្រុមអ្នកក្លាហានទាំងនេះដើរចូលទៅក្នុងភូមិបណ្ដាជ័យគ្នាលេងបណ្ដាក្រោមពន្លឺថ្ងៃដ៏កក់ក្ដៅលុះដល់ថ្ងៃបន្ទាប់ខណៈដែលតួឯកប្រុសកំពុងតែហាត់ប្រាណយ៉ាងរំភើយក៏មានតួអង្គស្រីម្នាក់ទៀតមកនាំដំណឹងថ្មីគេត្រូវបានបញ្ជាឲ្យធ្វើដំណើរទៅកាន់ភពខ្មោចជាបន្ទាន់ដើម្បីបំពេញបេសកកម្មដ៏សំខាន់មួយទៀតតាមបញ្ជារបស់មេកាយទោះបីជាមានអារម្មណ៍ហត់នឿយនិងមិនសូវចង់ទៅក៏ដោយក៏តួឯកប្រុសគ្មានជំរឿអ្វីក្រៅពីធ្វើដំណើរឆ្ពោះទៅកាន់ខ្លោងទ្វារដ៏អាថ៌កំបាំងដែលពោពេញទៅដោយផ្សែងអាប់គួរឲ្យខ្លាចនោះឡើយតួឯកប្រុសនិងមិត្តរួមដំណើរបានធ្វើដំណើរមកដល់ខ្លោងទ្វារភពខ្មោចដ៏ធំស្កឹមស្កៃទីនេះមានភាពអស្ចារ្យខុសប្លែកពីពិភពលោកីដែលពួកគេធ្លាប់រស់នៅយ៉ាងខ្លាំងតួឯកប្រុសបានចូលជួបមេកាយដើម្បីរាយការណ៍គេទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃក្នុងការដោះស្រាយរឿងគ្រាប់គូឈាមនិងការជួយសង្គ្រោះព្រលឹងមនុស្សជាច្រើនពីគ្រោះថ្នាក់ដោយសារតែសមិទ្ធផលដ៏ធំធេងនេះមេកាយបានសម្រេចចិត្តដំឡើងតំណែងឲ្យតួឯកប្រុសក្លាយជាមន្ត្រីភពខ្មោចពេញសិទ្ធិដំណឹងនេះធ្វើឲ្យគេមានអារម្មណ៍ភ្ញាក់ផ្អើលនិងសប្បាយចិត្តយ៉ាងខ្លាំងចំពោះការទទួលស្គាល់នេះក្នុងនាមជាមន្ត្រីថ្មីគេទទួលបានត្រាផ្លូវការដែលជួយបង្កើនកម្លាំងធម៌ពលដល់ទៅ3ដងមិនត្រឹមតែប៉ុណ្ណោះគេក៏ទទួលបានសមត្ថភាពពិសេសក្នុងការចូលសន្ធិដ្ឋក្នុងខ្លួនអ្នកដទៃបានមួយរយៈទៀតផងពន្លឺដ៏ភ្លឺចិញ្ចាចចេញពីបាតដៃបង្ហាញពីអំណាចថ្មីដែលគេទើបតែទទួលបាននេះគឺជាជំហានដ៏សំខាន់មួយសម្រាប់តួឯកប្រុសក្នុងការបំពេញបេសកកម្មបន្តទៅមុខទៀតមិត្តរួមដំណើរបានព្យាយាមដេញតាមតួឯកប្រុសដោយភាពសប្បាយរីករាយពួកគេចង់សាកល្បងមើលថាតើសមត្ថភាពថ្មីរបស់គេមានប្រសិទ្ធភាពកម្រិតណាបង្កើតបានជាបរិយាកាសរីករាយក្នុងសាលភពខ្មោចមួយផ្លែកទោះជាយ៉ាងណាបរិយាកាសរីករាយក៏ត្រូវបញ្ចប់ទៅវិញយ៉ាងឆាប់រហ័សមេកាយបានបង្ហាញទឹកមុខមើងម៉ាត់ដោយប្រាប់ពីបញ្ហាមានអ្នកលួចព្រលឹងមនុស្សនៅលោកីតួឯកប្រុសត្រូវទទួលបញ្ជាឲ្យចុះទៅស៊ើបអង្កេតរឿងនេះជាបន្ទាន់ដើម្បីការពារសន្តិសុខនៃព្រលឹងទាំងនោះដោយមិនបង្អង់យូរមិត្តរួមដំណើរបានធាក់តួឯកប្រុសទម្លាក់ពីលើភ្នំខ្ពស់ដើម្បីឲ្យគេចុះទៅដល់លោកីវិញភ្លាមរាងកាយរបស់គេធ្លាក់ចុះមកដូចជាផ្កាយដុះកន្ទុយហើយទីបំផុតក៏បានមកដល់មុខខ្ទមមួយនៅពេលយប់ការធ្វើដំណើរដ៏លឿននេះគឺជាការចាប់ផ្ដើមនៃបេសកកម្មថ្មីដែលពោពេញដោយភាពអាថ៌កំបាំងគេត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងបញ្ហាដែលកំពុងរង់ចាំនៅខាងមុខនៅទីនោះតួឯកប្រុសបានជួបជាមួយព្រលឹងបុរសចំណាស់ម្នាក់ដែលទើបតែស្លាប់គេចាប់ផ្ដើមប្រើសមត្ថភាពថ្មីដើម្បីសន្ទនានិងស៊ើបរកការពិតពីព្រលឹងនោះនេះគឺជាការសាកល្បងដំបូងដ៏សំខាន់ដើម្បីឈានទៅរកការដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅលោកីតួឯកម្នាក់បានជួបជាមួយព្រលឹងបុរសចំណាស់ម្នាក់ហើយស្នើសុំឲ្យគាត់ជួយសហការជាបន្ទាន់ការសហការនេះមានសារៈសំខាន់ខ្លាំងណាស់ដើម្បីឲ្យតួឯកអាចប្រើប្រាស់សមត្ថភាពថ្មីក្នុងការស៊ើបអង្កេតតាមរយៈការបញ្ចុះបញ្ចូលនេះព្រលឹងបុរសចំណាស់ក៏បានយល់ព្រមជួយដើម្បីស្វែងរកការពិតដែលកំពុងតែបាត់បង់ដោយទទួលបានការយល់ព្រមតួឯកបានប្រើសមត្ថភាពថ្មីចូលសន្ធិដ្ឋលើរូបតុក្កតាស្មៅមួយភ្លាមនោះរូបតុក្កតាដែលគ្មានជីវិតក៏ចាប់ផ្ដើមមានចលនាឡើងវាអាចកម្រើកខ្លួនបានយ៉ាងរហ័សហើយថែមទាំងអាចនិយាយស្ដីបានដូចមនុស្សពិតប្រាកដនេះគឺជាសមត្ថភាពដ៏អស្ចារ្យដែលតួឯកទើបតែទទួលបានពីភពខ្មោចសកម្មភាពដ៏ចម្លែករបស់រូបតុក្កតាស្មៅបានធ្វើឲ្យស្ត្រីម្នាក់ដែលនៅក្បែរនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងសម្លឹងមើលរូបតុក្កតាដោយភាពងឿងឆ្ងល់និងមិនជឿលើភ្នែកខ្លួនឯងការនិយាយស្ដីរបស់រូបតុក្កតាបានធ្វើឲ្យបរិយាកាសជុំវិញកាន់តែតានតឹងនាងព្យាយាមស្វែងយល់ថាតើហេតុអ្វីបានជារូបតុក្កតាធម្មតាមួយអាចមានជីវិតបែបនេះដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃសមត្ថភាពថ្មីតួឯកបាននាំយករូបតុក្កតាស្មៅទៅបង្ហាញមេកាយនៅក្នុងវិមានគេចង់បង្ហាញថាការប្រើប្រាស់រូបតុក្កតាជាមធ្យោបាយស៊ើបអង្កេតគឺជាជម្រើសដ៏ល្អបំផុតមេកាយបានពិនិត្យមើលដោយយកចិត្តទុកដាក់ដើម្បីវិតម្លៃលើសមត្ថភាពនេះនេះគឺជាជំហានដ៏សំខាន់មួយក្នុងការទទួលបានការយល់ព្រមដើម្បីបន្តបេសកកម្មស៊ើបអង្កេតករណីបាត់បង់ព្រលឹងមុននឹងចាក់ចេញទៅចាប់ជាថ្មីព្រលឹងបុរសចំណាស់បានផ្ដាំផ្ញើពាក្យចុងក្រោយគាត់បានសុំឲ្យតួឯកជួយបញ្ជូនសារទៅកាន់ចៅស្រីរបស់គាត់អំពីទីតាំងលាក់លុយដែលគាត់បានសន្សំទុកពេញមួយជីវិតតួឯកបានស្ដាប់ដោយយកចិត្តទុកដាក់និងសន្យាថានឹងបំពេញបំណងប្រាថ្នាចុងក្រោយនេះឲ្យបានសម្រេចបន្ទាប់ពីបញ្ចប់ការងារតួឯកបានដើរពិភាក្សាជាមួយស្ត្រីម្នាក់អំពីបេសកកម្មស៊ើបអង្កេតករណីលួចព្រលឹងពួកគេបានផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាធំដែលកំពុងកើតឡើងនៅក្នុងលោកីទាំងពីរនាក់បានបដិញ្ញាចិត្តថានឹងសហការគ្នាដើម្បីការពារទល់ឲ្យភាពរវាងភពទាំងពីរឲ្យបានគង់វង្សមេកាយបានកោះឲ្យសមាជិកទាំងអស់មកប្រជុំជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើងគេបានប្រកាសថាមានការចោទប្រកាន់ថាតួឯកស្រីបានខុបខិតជាមួយក្រុមបិសាចទោះបីជាតួឯកស្រីព្យាយាមបកស្រាយថានាងកំពុងជួយស៊ើបអង្កេតករណីលួចព្រលឹងក៏ដោយក៏មេកាយមិនជឿឡើយជាលទ្ធផលនាងត្រូវបានដាក់ទណ្ឌកម្មឲ្យឃុំខ្លួនរយៈពេល3ខែនិងត្រូវប្រគល់អំណាចទៅឲ្យអ្នកដទៃដោយមិនខ្លាចការដាក់ទណ្ឌកម្មEgoបានលួចចូលទៅជួបតួឯកស្រីនៅកន្លែងឃុំខ្លួនគេបានបង្ហាញខ្លួនដោយភាពជឿជាក់ដើម្បីផ្ដល់ដំណឹងដល់នាងEgoបានប្រាប់តួឯកស្រីថាគេបានរកឃើញតម្រុយថ្មីនៅតំបន់ភ្នំខ្មៅដែលមានព្រលឹងជាច្រើនបានបាត់ខ្លួនគេសង្ស័យថាវាមានជាប់ពាក់ព័ន្ធនឹងក្រុមបិសាចមុននឹងចាក់ចេញEgoបានផ្ដល់ផ្លែឈើពិសេសមួយប្រភេទដល់តួឯកស្រីដោយអះអាងថាវាអាចជួយឲ្យនាងមានអារម្មណ៍ធូរស្រាលនិងរក្សាសម្រស់បានបន្ទាប់ពីការជួបគ្នាEgoនិងតួឯកស្រីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បេសកកម្មបន្ទាប់ដើម្បីស្វែងរកការពិតនិងដោះស្រាយករណីលួចព្រលឹងនេះឲ្យបានជោគជ័យតួឯកទាំងពីរបានដើរចូលទៅក្នុងតំបន់មួយដែលមានថាមពលអាក្រក់ខ្លាំងតួឯកស្រីបានព្រមានតួឯកប្រុសឲ្យប្រុងប្រយ័ត្នពីព្រោះនាងមានអារម្មណ៍ថាមានវិញ្ញាណអាក្រក់កំពុងតែលងបន្លាចនៅក្បែរនេះភ្លាមនោះវិញ្ញាណអាក្រក់មួយបានលោតចេញមកវាយប្រហារពួកគេតួឯកស្រីបានប្រើដាវរបស់នាងដើម្បីទប់ទល់នឹងការវាយប្រហារនោះហើយនាងបានដឹងថាវិញ្ញាណនេះត្រូវបានបិសាចគ្រប់គ្រងរួចទៅហើយការប្រយុទ្ធកាន់តែខ្លាំងឡើងនៅក្នុងព្រៃតួឯកស្រីបានប្រើក្បាច់ដាវយ៉ាងស្ទាត់ជំនាញដើម្បីការពារខ្លួនខណៈដែលតួឯកប្រុសបានប្រើថាមពលពិសេសរបស់គាត់ដើម្បីកម្ចាត់វិញ្ញាណទាំងនោះឲ្យអស់ពីតំបន់នេះបន្ទាប់ពីកម្ចាត់វិញ្ញាណតូចបានវិញ្ញាណដ៏ខ្លាំងក្លាមួយបានលេចមុខមកប្រឈមមុខនឹងពួកគេវាបានអួតអាងពីអំណាចរបស់ខ្លួនដែលបានហ្វឹកហាត់រាប់ពាន់ឆ្នាំខណៈតួឯកស្រីព្យាយាមប្រើក្បាច់ដាវពិសេសដើម្បីកម្ចាត់វាវិញ្ញាណនោះបានវាយប្រហារយ៉ាងខ្លាំងក្លាតួឯកប្រុសបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលដែលគាត់ព្យាយាមការពារតួឯកស្រីទោះបីជាឈឺចាប់ខ្លាំងក៏ដោយក៏គាត់នៅតែព្យាយាមរកវិធីដើម្បីកម្ចាត់វិញ្ញាណនោះឲ្យបានតួឯកប្រុសបានដឹងថាគាត់មិនអាចប្រើវិធីធម្មតាបានទេគាត់បានប្រមូលថាមពលពិសេសរបស់គាត់ដើម្បីចាប់យកវិញ្ញាណនោះដោយផ្ទាល់ទីបំផុតតាមរយៈការសហការគ្នាយ៉ាងស្អិតរមួតពួកគេបានកម្ចាត់វិញ្ញាណនោះបានដោយជោគជ័យនិងសុវត្ថិភាព
បន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ពួកគេបានដើរចេញពីកន្លែងនោះដោយភាពធូរស្រាលទូឯកស្រីបានសរសើរពីការងាររបស់ទូឯកប្រុសទោះបីជាពួកគេមានចរិតខុសគ្នាក៏ដោយក៏ពួកគេនៅតែអាចបំពេញបេសកកម្មនេះបានយ៉ាងល្អទូឯកប្រុសម្នាក់កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរដោយមានគ្រូពេទ្យជំនាញកំពុងពិនិត្យមើលរបួសរបស់គាត់យ៉ាងយកចិត្តទុកដាក់នៅក្បែរនោះមានតួអង្គស្រីម្នាក់ឈរមើលដោយក្តីបារម្ភគ្រូពេទ្យបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចាំបាច់ត្រូវសម្រាប់ព្យាបាលរបួសនេះឲ្យបានពេញមួយខែទើបអាចជាសះស្បើយឡើងវិញបានដើម្បីលួងលោមឲ្យតួឯកប្រុសមានកម្លាំងចិត្តតួអង្គស្រីម្នាក់នោះបានព្យាយាមនិយាយបញ្ចុះបញ្ចូលគាត់នាងបានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងផ្ដល់រង្វាន់ពិសេសជាថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពនិងរបស់របរមានតម្លៃជាច្រើនទៀតពីអង្គភាពរបស់នាងនាងសង្ឃឹមថាការផ្ដល់ជូននេះនឹងជួយឲ្យគាត់ឆាប់ជាសះស្បើយនិងមានអារម្មណ៍ល្អប្រសើរជាងមុនតួអង្គស្រីរូបនោះបានសារភាពដោយស្មោះត្រង់ថាបើគ្មានការជួយសង្គ្រោះពីតួឯកប្រុសកាលពីពេលមុនទេនាងប្រហែលជាមិនអាចរស់រានមានជីវិតមកដល់ពេលនេះឡើយការដឹងគុណដ៏ជ្រាលជ្រៅនេះធ្វើឲ្យតួឯកប្រុសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ចាប់ផ្ដើមមានអារម្មណ៍ល្អនិងមានភាពស្និទ្ធស្នាលចំពោះនាងកាន់តែខ្លាំងឡើងតាមរយៈការយកចិត្តទុកដាក់នេះខណៈពេលដែលពួកគេកំពុងនិយាយគ្នានោះស្រាប់តែមានតួអង្គស្រីម្នាក់ទៀតក្នុងឈុតពណ៌មាសដ៏ស្រស់ស្អាតបានដើរចូលមកក្នុងបន្ទប់នាងបានកាន់កន្ត្រកថ្នាំព្យាបាលពិសេសមកជាមួយដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះតួឯកប្រុសការបង្ហាញខ្លួនរបស់នាងហាក់ដូចជាមានបំណងចង់ដណ្ដើមយកចិត្តតួឯកប្រុសឲ្យបានច្រើនជាងអ្នកមុនតួអង្គស្រីថ្មីរូបនោះបានព្យាយាមប្រើពាក្យសម្ដីអូសទាញតួឯកប្រុសឲ្យទៅលេងកន្លែងរបស់នាងបង្ហាញស្នាមញញឹមយ៉ាងផ្អែមល្ហែមដើម្បីទាក់ទាញចំណាប់អារម្មណ៍ស្ថានភាពនេះធ្វើឲ្យតួឯកប្រុសមានការលំបាកចិត្តយ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងការប្រជែងគ្នារវាងតួអង្គស្រីទាំងពីរនាក់នេះរឿងរ៉ាវកាន់តែស្មុគស្មាញឡើងនៅពេលដែលតួអង្គស្រីទី3បានបង្ហាញខ្លួនមកដល់បន្ទប់ទៀតនាងក៏បាននាំយកថ្នាំព្យាបាលមកផ្ដល់ជូនតួឯកប្រុសដូចគ្នាដែរការប្រកួតប្រជែងគ្នារវាងតួអង្គស្រីទាំង3នាក់ដើម្បីយកចិត្តតួឯកប្រុសបានធ្វើឲ្យគាត់ស្ថិតក្នុងស្ថានភាពដ៏លំបាកគាត់មិនដឹងថាគួរជ្រើសរើសការយកចិត្តទុកដាក់ពីអ្នកណាម្នាក់មុននោះទេតួឯកប្រុសដែលកំពុងសម្រាប់ព្យាបាលរបួសត្រូវហ៊ុំព័ទ្ធដោយតួអង្គស្រីជាច្រើនដែលមកជួបគាត់ជាបន្តបន្ទាប់ពួកគេម្នាក់ព្យាយាមបង្ហាញពីការយកចិត្តទុកដាក់និងផ្ដល់ថ្នាំព្យាបាលដល់គាត់ការប្រកួតប្រជែងគ្នានេះបង្កើតបានជាបរិយាកាសដ៏តានតឹងនិងគួរឲ្យចាប់អារម្មណ៍នៅក្នុងបន្ទប់ខណៈពេលដែលតួអង្គស្រីកំពុងប្រជែងគ្នាយកចិត្តតួឯកប្រុសអ្នកនាំសារម្នាក់ក្នុងឈុតសឹកបានមកដល់ដើម្បីផ្ដល់ឯកសារសំខាន់វត្តមានរបស់នាងធ្វើឲ្យបន្ទប់ដែលតូចចង្អៀតស្រាប់កាន់តែមានមនុស្សច្រើននិងបង្កើនភាពតានតឹងដល់អ្នកដែលនៅទីនោះតួឯកប្រុសមានអារម្មណ៍ថាមិនស្រួលនឹងស្ថានភាពដ៏ស្មុគស្មាញនេះក៏ព្យាយាមរកលេសដើម្បីចាក់ចេញគាត់បានប្រាប់តួអង្គស្រីទាំងនោះថាគាត់មានការងារបន្ទាន់ត្រូវទៅជួបថៅកែទោះបីជាមានការខាត់ខាំងខ្លះក៏ដោយក៏គាត់នៅតែសម្រេចចិត្តក្រោកចេញពីគ្រែដើម្បីបំពេញភារកិច្ចរបស់ខ្លួននៅពេលជួបថៅកែស្រីតួឯកប្រុសបានដឹងពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលថៅកែស្រីបានបង្ហាញភស្តុតាងតាមរយៈកញ្ចក់វេទមន្តថាមានអ្នកក្បត់ម្នាក់ដែលជាអ្នកមានអំណាចដូចគាត់កំពុងលួចប្រលឹងមនុស្សព័ត៌មាននេះធ្វើឲ្យតួឯកប្រុសមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពនៃពិភពវិញ្ញាណតួឯកប្រុសបានពិនិត្យមើលសញ្ញាសម្គាល់របស់ខ្លួនដើម្បីប្រាកដថាវានៅមានសុវត្ថិភាពគាត់មានការសង្ស័យយ៉ាងខ្លាំងថាមានអ្នកក្បត់ក្នុងពិភពវិញ្ញាណដែលហ៊ានធ្វើរឿងនេះការសន្ទនាដ៏តានតឹងជាមួយថៅកែស្រីបានបញ្ជាក់ថាស្ថានភាពនេះកាន់តែធ្ងន់ធ្ងរជាងការគិតទៅទៀតថៅកែស្រីបានបញ្ជាឲ្យតួឯកប្រុសទៅកាន់តំបន់ខ្មៅដើម្បីស្វែងរកជនសង្ស័យដែលស្លៀកពាក់ខ្មៅនិងដកហូតប្រលឹងដែលគេបានលួចយកទៅវិញថៅកែស្រីបានបញ្ជាឲ្យតួឯកប្រុសទៅកាន់តំបន់ខ្មៅដើម្បីស្វែងរកជនសង្ស័យដែលស្លៀកពាក់ខ្មៅនិងដកហូតប្រលឹងដែលគេបានលួចយកទៅទោះបីជាតួឯកប្រុសនៅមានរបួសក៏ដោយក៏គាត់នៅតែសម្រេចចិត្តទៅបំពេញបេសកកម្មនេះដោយសារតែវាជាបញ្ហាសំខាន់សម្រាប់ពិភពវិញ្ញាណគាត់បានត្រៀមខ្លួនរួចរាល់ដើម្បីចេញដំណើរទៅដោះស្រាយបញ្ហានេះភ្លាមនៅពេលទៅដល់តំបន់ខ្មៅតួឯកប្រុសបានប្រើប្រាស់សមត្ថភាពរបស់គាត់ដើម្បីតាមដានសញ្ញាវិញ្ញាណយ៉ាងយកចិត្តទុកដាក់គាត់បានដើរកាត់ព្រៃដ៏ស្ងាត់ជ្រងរហូតដល់ប្រទះឃើញជនសង្ស័យម្នាក់កំពុងឈរនៅទីនោះជនសង្ស័យរូបនេះកំពុងប្រើប្រាស់កម្លាំងអាក្រក់ដើម្បីប្រមូលព្រលឹងមនុស្សដាក់ក្នុងកងមួយយ៉ាងសកម្មភាពនេះបង្ហាញថាជនសង្ស័យកំពុងតែប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរនៅក្នុងពិភពវិញ្ញាណតួឯកប្រុសបានបង្ហាញខ្លួនភ្លាមដើម្បីបញ្ឈប់សកម្មភាពរបស់ជនសង្ស័យការប្រយុទ្ធគ្នាយ៉ាងសាហាវបានផ្ទុះឡើងភ្លាមនៅលើផ្លូវក្នុងតំបន់នោះជនសង្ស័យបានបញ្ចេញកម្លាំងអាក្រក់យ៉ាងខ្លាំងក្លាដើម្បីវាយប្រហារតួឯកប្រុសទាំងពីរនាក់បានតាំងគ្នាយ៉ាងតានតឹងដោយគ្មាននរណាម្នាក់ព្រមចុះចាញ់ឡើយភាពតានតឹងនៃការប្រយុទ្ធនេះបានធ្វើឲ្យបរិយាកាសជុំវិញកាន់តែមានភាពគ្រោះថ្នាក់ជនសង្ស័យបានប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាដែលធ្វើឲ្យតួឯកប្រុសរងរបួសធ្ងន់ធ្ងររហូតដួលទៅនឹងដីទោះជាយ៉ាងណាក៏ដោយតួឯកប្រុសមិនបានចុះចាញ់ឡើយហើយព្យាយាមរកវិធីដើម្បីទប់វិញគាត់បានព្យាយាមងើបឈរឡើងវិញទាំងការឈឺចាប់ដើម្បីការពារខ្លួនជនសង្ស័យនៅតែបន្តបញ្ចេញកម្លាំងពណ៌ក្រហមដើម្បីគំរាមកំហែងតួឯកប្រុសបានប្រមូលកម្លាំងចុងក្រោយរបស់គាត់ដើម្បីប្រើប្រាស់សមត្ថភាពពិសេសក្នុងការវាយប្រហារត្រឡប់ទៅវិញគាត់បានបញ្ចេញកម្លាំងពណ៌ខៀវដ៏ភ្លឺចិញ្ចាចដើម្បីទប់ទល់នឹងការវាយប្រហាររបស់ជនសង្ស័យគាត់បានប្រើប្រាស់ខ្សែសង្វាក់វិញ្ញាណដើម្បីចង្រិតនិងទប់ទល់នឹងកម្លាំងរបស់គូប្រជែងការប្រយុទ្ធគ្នាយ៉ាងតានតឹងនេះបង្ហាញពីការតស៊ូដ៏ខ្លាំងក្លារបស់តួឯកប្រុសជនសង្ស័យបានបង្ហាញអំណាចដ៏គួរឲ្យខ្លាចមួយទៀតដោយបង្កើតជាក្បាលលាក្បាលដ៏ធំមួយដើម្បីវាយប្រហារតួឯកប្រុសការប្រយុទ្ធគ្នានេះនៅតែបន្តយ៉ាងតានតឹងដោយមិនទាន់ដឹងលទ្ធផលនៅឡើយខណៈពេលដែលការប្រយុទ្ធគ្នាកំពុងតានតឹងតួឯកស្រីបានបង្ហាញខ្លួនភ្លាមដើម្បីជួយតួឯកប្រុសនាងបានព្រមានគាត់អំពីគ្រោះថ្នាក់នៃការប្រឈមមុខនឹងជនសង្ស័យតែម្នាក់ឯងការមកដល់របស់នាងបានផ្លាស់ប្ដូរស្ថានភាពយ៉ាងខ្លាំងជនសង្ស័យបានប្រើប្រាស់អំណាចដ៏គួរឲ្យខ្លាចដើម្បីវាយប្រហារតួឯកទាំងពីរតួឯកស្រីបានប្រើប្រាស់បច្ចេកទេសដាវដ៏ខ្លាំងក្លាដើម្បីទប់ទល់នឹងការវាយប្រហារនេះពួកគេទាំងពីរបានព្យាយាមវាយបកវិញយ៉ាងសកម្មការប្រយុទ្ធគ្នាកាន់តែមានភាពស្វិតស្វាញទៅនៅចំពោះមុខអំណាចដ៏ងឹតនៅពេលដែលស្ថានភាពកាន់តែតានតឹងតួអង្គស្រីម្នាក់ទៀតបានបង្ហាញខ្លួនដោយហោះចុះមកយ៉ាងរហ័សនាងបានប្រើប្រាស់មន្តអាគមដ៏ខ្លាំងក្លាដើម្បីជួយដល់តួឯកទាំងពីរការចូលរួមរបស់នាងបានផ្ដល់ក្តីសង្ឃឹមថ្មីក្នុងការប្រយុទ្ធនេះតួអង្គទាំង3បានរួមដៃគ្នាប្រើប្រាស់សមត្ថភាពពិសេសរបស់ពួកគេដើម្បីចងខ្សែសង្វាក់វិញ្ញាណទប់ទល់នឹងជនសង្ស័យថាមពលដុំហិមាបានផ្ទុះឡើងនៅពេលពួកគេបញ្ចេញកម្លាំងរួមគ្នានេះគឺជាការវាយប្រហារដ៏ខ្លាំងក្លាដែលធ្វើឲ្យជនសង្ស័យចាប់ផ្ដើមបាត់បង់ជំហរជនសង្ស័យបានដឹងថាខ្លួនមិនអាចទប់ទល់នឹងការវាយប្រហាររួមគ្នានេះបានក៏សម្រេចចិត្តប្រើប្រាស់មន្តអាគមរត់គេចខ្លួនបាត់ទៅថាមពលពណ៌ក្រហមបានរីប៉ាយនៅជុំវិញមុនពេលដែលជនសង្ស័យបាត់ខ្លួនពីកន្លែងប្រយុទ្ធតួឯកទាំងពីរបានសន្និដ្ឋានថាជនសង្ស័យបានប្រើប្រាស់មន្តអាគមរត់គេចទៅឆ្ងាយដែលធ្វើឲ្យការតាមរកមានការលំបាកខ្លាំងបន្ទាប់ពីជនសង្ស័យបានប្រើមន្តអាគមរត់គេចខ្លួនតួអង្គទាំង3បានវិភាគអំពីកម្លាំងនិងរបួសរបស់ជនសង្ស័យពួកគេបានដឹងថាជនសង្ស័យបានប្រើប្រាស់មន្តអាគមដ៏មានតម្លៃដើម្បីរត់គេចដែលធ្វើឲ្យកម្លាំងរបស់គេចុះខ្សោយយ៉ាងខ្លាំង
ដោយប្រាសមត្ថភាពពិសេសតួអង្គទាំង3បានតាមដានព្រលឹងរបស់ជនសង្ស័យរហូតដល់តំបន់មួយពួកគេបានសន្និដ្ឋានថាជនសង្ស័យកំពុងព្យាយាមព្យាបាលរបួសរបស់ខ្លួននៅកន្លែងណាមួយក្បែរនោះការតាមដាននេះបាននាំពួកគេឆ្លងកាត់ផ្លូវដ៏ស្មុគស្មាញជាច្រើនទីបំផុតពួកគេក៏បានកំណត់ទីដែលច្បាស់លាស់មួយពួកគេបានរកឃើញរូងភ្នំមួយដែលមានក្លិនឈាមនិងមន្តអាគមការពារយ៉ាងខ្លាំងតួអង្គទាំង3បានសម្រេចចិត្តចូលទៅក្នុងរូងភ្នំតាមរយៈផ្លូវខ្យល់ដើម្បីជៀសវាងការប៉ះទង្គិចជាមួយមន្តអាគមការពារនៅមាត់រូងពួកគេបានប្រុងប្រយ័ត្នគ្រប់ជំហានដើម្បីកុំឲ្យជនសង្ស័យដឹងខ្លួននៅពេលចូលទៅដល់ខាងក្នុងពួកគេបានឃើញជនសង្ស័យកំពុងអង្គុយព្យាបាលរបួសនៅក្នុងរង្វង់មន្តអាគមតួអង្គទាំង3បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារនិងបំបែករង្វង់មន្តអាគមនោះពួកគេបានលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ដើម្បីរងចាំឱកាសល្អបំផុតជនសង្ស័យបានបង្ហាញមុខពិតរបស់ខ្លួនដែលជាមេដឹកនាំនៃនិកាយមួយគេបានសារភាពដោយមោទនភាពថាខ្លួនបានលួចព្រលឹងមនុស្សរាប់ពាន់នាក់ដើម្បីបង្កើនអំណាចនិងឈានទៅដល់កម្រិតថ្មីនៃមន្តអាគមការបង្ហាញមុខនេះបានធ្វើឲ្យតួអង្គទាំង3ភ្ញាក់ផ្អើលយ៉ាងខ្លាំងតួអង្គទាំង3បានសួរដេញដល់ជនសង្ស័យអំពីចំនួនព្រលឹងដែលគេបានលួចជនសង្ស័យនៅតែមិនមានការសោកស្ដាយចំពោះទង្វើរបស់ខ្លួនដែលធ្វើឲ្យតួអង្គទាំង3កាន់តែខឹងសម្បាតួអង្គចាស់ម្នាក់ត្រូវបានសាកសួរអំពីសកម្មភាពលួចព្រលឹងចំនួន137និងការសម្លាប់អ្នកប្រតិបត្តិធម៌ចំនួន12នាក់គាត់បានសារភាពថាខ្លួនបានយកព្រលឹងទាំងនោះទៅចម្រាញ់ជាគ្រាប់ថាមពលដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួនក្រោមការគំរាមកំហែងជនសង្ស័យបានទម្លាយថាមានបុរសម្នាក់ស្លៀកពាក់ខ្មៅដែលអះអាងថាជាចៅក្រមនៃពិភពវិញ្ញាណបានផ្ដល់លិខិតអនុញ្ញាតឲ្យគាត់ចេញចូលពិភពវិញ្ញាណបានដោយសេរីដើម្បីបដូរយកថាមពលនិងអស្តបន្ទាប់ពីទទួលបានព័ត៌មាននេះតួអង្គសំខាន់បានសន្និដ្ឋានថាមានជនក្បត់នៅក្នុងពិភពវិញ្ញាណពួកគេបដិញ្ញាថានឹងស្វែងរកជននោះឲ្យឃើញទោះបីជាត្រូវចំណាយពេលប៉ុន្មានក៏ដោយនៅក្នុងសារប្រជុំព័ត៌មានត្រូវបានប្រកាសថាតួអង្គជាន់ខ្ពស់ម្នាក់ត្រូវបានចាប់ខ្លួនពីបទលួចលាក់លួចព្រលឹងនិងប្រើប្រាស់ថាមពលអាក្រក់ការប្រកាសនេះធ្វើឲ្យអ្នកនៅក្នុងសាលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតួអង្គស្រីម្នាក់បានចោទប្រកាន់តួអង្គជាន់ខ្ពស់នោះថាបានព្យាយាមរារាំងការស៊ើបអង្កេតរបស់នាងលើករណីឃាតកម្មមួយទៀតនាងជឿជាក់ថាគាត់មានជាប់ពាក់ព័ន្ធនឹងជនក្បត់ដែលផ្ដល់លិខិតអនុញ្ញាតឲ្យក្រឹតជនការស៊ើបអង្កេតឈានដល់ចំណុចថ្មីនៅពេលដែលតួអង្គសំខាន់សង្ស័យថាជនក្បត់ពិតប្រាកដគឺជាតួអង្គជិតស្និទ្ធម្នាក់ដែលមានអំណាចគ្រប់គ្រងការចេញចូលពិភពវិញ្ញាណពួកគេត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការស្វែងរកការពិតនេះតួអង្គស្រីម្នាក់បានប្រគល់បេសកកម្មសម្ងាត់ដល់តួឯកប្រុសដោយផ្ដល់នូវមន្តបំបាំងកាយដ៏ពិសេសមួយឧបករណ៍នេះនឹងជួយឲ្យគាត់អាចចូលទៅជិតគោលដៅដោយសុវត្ថិភាពនិងមិនឲ្យអ្នកដទៃចាប់អារម្មណ៍ឡើយតួឯកប្រុសបានសម្រេចចិត្តទៅជួបវឹងអ៊ូហ៊ឿនដោយផ្ទាល់ដើម្បីសាកសួរអំពីលិខិតអនុញ្ញាតដែលជនក្បត់បានប្រើប្រាស់ទោះបីជាគាត់មានការសង្ស័យយ៉ាងខ្លាំងក៏ដោយក៏វឹងអ៊ូហ៊ឿននៅតែរក្សាភាពស្ងប់ស្ងាត់យ៉ាងគួរឲ្យកត់សម្គាល់ការសន្ទនានេះបានក្លាយជាចំណុចចាប់ផ្ដើមនៃការស្វែងរកការពិតដែលកំពុងតែលាក់កំបាំងការសន្ទនាបានឈានដល់ការប្រជុំមុខដាក់គ្នានៅពេលដែលតួឯកប្រុសព្យាយាមប្រើកម្លាំងដើម្បីបង្ខំឲ្យមានការបកស្រាយភ្លាមនោះវឹងអ៊ូហ៊ឿនបានបង្ហាញអំណាចរបស់គាត់ដើម្បីរារាំងការវាយប្រហារនេះភាពតានតឹងបានកើនឡើងដល់កម្រិតកំពូលនៅក្នុងបន្ទប់នោះនៅពេលនោះតួអង្គស្រីម្នាក់បានចូលមកអន្តរាគមន៍យ៉ាងទាន់ពេលវេលានាងបានទាមទារឲ្យវឹងអ៊ូហ៊ឿនបកស្រាយអំពីលិខិតអនុញ្ញាតដែលត្រូវបានប្រើប្រាស់ដោយជនក្បត់ក្នុងពិភពវិញ្ញាណការចូលរួមរបស់នាងបានធ្វើឲ្យស្ថានភាពផ្លាស់ប្ដូរហើយការសង្ស័យកាន់តែមានទម្ងន់ធ្ងន់ធ្ងរឡើងទីបំផុតវឹងអ៊ូហ៊ឿនបានយល់ព្រមប្រគល់ដានថាមពលចំនួន3ដល់តួឯកប្រុសទាំងនេះគឺជាភស្តុតាងដ៏សំខាន់ដែលនឹងជួយឲ្យគាត់អាចតាមដានរកជនក្បត់បាននេះគឺជាតម្រុយដែលពួកគេរងចាំជាយូរមកហើយដើម្បីស្ដារសន្តិភាពឡើងវិញតួឯកប្រុសនិងតួអង្គស្រីបានឈប់ពិភាក្សាគ្នាអំពីបេសកកម្មដ៏គ្រោះថ្នាក់ដែលនៅរងចាំពួកគេនៅខាងមុខពួកគេបានបង្ហាញការជឿជាក់លើគ្នាទៅវិញទៅមកយ៉ាងមុតមមជាមួយនឹងដានថាមពលនៅក្នុងដៃពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមតាមដានជនក្បត់និងលាតត្រដាងការពិតដែលលាក់កំបាំងក្នុងពិភពវិញ្ញាណនេះបន្ទាប់ពីទទួលបានដានថាមពលតួឯកប្រុសនិងតួអង្គស្រីបានពិភាក្សាគ្នាដើម្បីកំណត់អត្តសញ្ញាណជនក្បត់ពួកគេបានសង្ស័យលើមេក្រុមការពីម្នាក់ឈ្មោះយេអ៊ូឆាងដែលតែងតែចេញចូលពិភពវិញ្ញាណញឹកញាប់ការពិភាក្សានេះបានជួយពួកគេរៀបចំផែនការតាមដានយ៉ាងម៉ត់ចត់ដើម្បីលាតត្រដាងការពិតដែលលាក់កំបាំងពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមបេសកកម្មដ៏គ្រោះថ្នាក់នេះនៅពេលដែលពួកគេតាមដានដានថាមពលឧបករណ៍នោះបានបញ្ចេញពន្លឺពណ៌បៃតងយ៉ាងច្បាស់ពួកគេបានឃើញយេអ៊ូឆាងកំពុងដើរដោយសម្ងាត់នៅក្នុងទីតាំងដាច់ស្រយាលសកម្មភាពគួរឲ្យសង្ស័យនេះបានបញ្ជាក់ថាការសង្ស័យរបស់ពួកគេគឺត្រឹមត្រូវទាំងស្រុងពួកគេបានបន្តតាមដានដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យជនក្បត់ដឹងខ្លួនតួឯកប្រុសបានសម្រេចចិត្តបង្ហាញខ្លួនដើម្បីប្រឈមមុខនឹងយេអ៊ូឆាងដោយផ្ទាល់ជនក្បត់រូបនេះមិនបានរត់គេចឡើយថែមទាំងបានសារភាពដោយមោទនភាពថាខ្លួនបានលួចលាក់ធ្វើសកម្មភាពខុសច្បាប់អស់រយៈពេលជាយូរមកហើយការសារភាពនេះបានធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងភ្លាមការប្រយុទ្ធបានផ្ទុះឡើងយ៉ាងខ្លាំងក្លាភ្លាមនៅពេលនោះតួឯកប្រុសបានប្រើប្រាស់ថាមពលការពារពណ៌មាសដើម្បីទប់ទល់នឹងការវាយប្រហារដ៏ខ្លាំងរបស់យេអ៊ូឆាងទោះបីជាគាត់រងរបួសបន្តិចបន្តួចក៏ដោយក៏គាត់នៅតែរក្សាជំហរយ៉ាងរឹងមាំដើម្បីការពារខ្លួនដោយដឹងថាខ្លួនមិនអាចប្រយុទ្ធដោយកម្លាំងសុទ្ធសាធបានតួឯកប្រុសបានសម្រេចចិត្តផ្លាស់ប្ដូរយុទ្ធសាស្ត្រគាត់បានប្រើប្រាស់ខ្សែសង្វាក់ថាមពលពណ៌ខៀវដើម្បីចាប់ឃុំយេអ៊ូឆាងមិនឲ្យរើបំរាស់បាននេះជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃដើម្បីគ្រប់គ្រងស្ថានភាពនិងទប់ស្កាត់ការវាយប្រហារបន្ថែមទៀតយេអ៊ូឆាងបានព្យាយាមតស៊ូប៉ុន្តែខ្សែសង្វាក់ថាមពលបានរឹតបន្តឹងកាន់តែខ្លាំងឡើងនៅពេលដែលការប្រយុទ្ធឈានដល់ចំណុចកំពូលតួអង្គស្រីម្នាក់បានលេចមុខមកបញ្ឈប់ពួកគេទាំងពីរនាងបានសួរយេអ៊ូឆាងថាតើគាត់ដឹងពីកំហុសរបស់ខ្លួនដែរឬទេបន្ទាប់ពីការប្រយុទ្ធយ៉ាងតានតឹងតួឯកប្រុសបានប្រើប្រាស់ខ្សែសង្វាក់ថាមពលដើម្បីចាប់ឃុំជនក្បត់ថៅកែស្រីបានលេចមុខមកបញ្ឈប់ចំនួននេះភ្លាមនាងបានប្រកាសដាក់ទោសជនក្បត់ឲ្យទៅទទួលទណ្ឌកម្មនៅក្នុងឋាននរកទាំង18ជាន់ថៅកែស្រីបានកោតសរសើរចំពោះស្នាដៃដ៏ល្អរបស់តួឯកប្រុសក្នុងការចាប់ខ្លួនជនក្បត់ដើម្បីជាការតបស្នងចំពោះការងារដ៏លំបាកនេះនាងបានសម្រេចចិត្តដំឡើងប្រាក់ខែនិងផ្ដល់ពិន្ទុបន្ថែមដល់គាត់នេះគឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់តួឯកប្រុសថៅកែស្រីបានព្រមានតួឯកប្រុសថាជនក្បត់រូបនេះមិនមែនធ្វើការតែម្នាក់ឯងនោះទេតាមពិតទៅគាត់បានលួចលាក់បញ្ជូនវិញ្ញាណទៅឲ្យបុគ្គលម្នាក់ដែលគេស្គាល់ថាជាឈាមមាសនេះគឺជាការគំរាមកំហែងដ៏ធំមួយដែលតួឯកប្រុសត្រូវប្រឈមមុខមិត្តភ័ក្តិរបស់តួឯកប្រុសបានមកជួបជុំគ្នាដើម្បីអបអរសាទរចំពោះជោគជ័យដ៏អស្ចារ្យរបស់គាត់ពួកគេបាននាំយកអំណោយនិងពាក្យជូនពរមកជាមួយដើម្បីបង្ហាញពីការគាំទ្របរិយាកាសនៅលើស្ពានពោពេញដោយភាពរីករាយនិងស្នាមញញឹមពួកគេបានចែករំលែកពេលវេលាដ៏មានតម្លៃជាមួយគ្នាបន្ទាប់ពីឆ្លងកាត់ការលំបាកកន្លងមកពួកគេបានពិភាក្សាគ្នាអំពីប្រវត្តិដ៏គួរឲ្យខ្លាចរបស់ឈាមមាសដែលជាមេបិសាចដ៏ខ្លាំងក្លាពីអតីតកាលទោះបីជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតក៏ដោយក៏ពួកគេបានសន្យាថានឹងប្រឈមមុខនឹងគ្រោះថ្នាក់ទាំងអស់នេះជាមួយគ្នាគ្រប់គ្នាសុទ្ធតែបង្ហាញការបដិញ្ញាចិត្តខ្ពស់ក្នុងការការពារពិភពវិញ្ញាណពួកគេបានរៀបចំផែនការយ៉ាងល្អិតល្អន់ដើម្បីត្រៀមខ្លួនសម្រាប់សមរភូមិដែលនឹងមកដល់
ដំណឹងដ៏គួរឲ្យភ័យខ្លាចបានមកដល់ថាឈៀមមៀបានរំដោះខ្លួនចេញពីការឃុំឃាំងនិងចាប់ផ្ដើមសម្លាប់រង្គាលថ្នាក់ដឹកនាំពិភពវិញ្ញាណបានបញ្ជាឲ្យមានការរួបរวมគ្នាជាបន្ទាន់ដើម្បីទប់ទល់នឹងគ្រោះថ្នាក់នេះស្ថានភាពកំពុងតែឈានចូលដល់ចំណុចដ៏គ្រោះថ្នាក់បំផុតថ្នាក់ដឹកនាំនិកាយនីមួយបានជួបជុំគ្នានៅក្នុងបន្ទប់ប្រជុំដើម្បីពិភាក្សាអំពីការគំរាមកំហែងដ៏ធំធេងពីបិសាចឈៀមមៀពួកគេបានសម្រេចចិត្តរួបរวมគ្នាដោយមិនប្រកាន់និកាយដើម្បីស្វែងរកវិធីសាស្ត្រកម្ចាត់មេបិសាចដ៏ខ្លាំងក្លាមួយនេះភាពតានតឹងបានគ្រប់ដណ្ដប់ពេញបន្ទប់ខណៈពេលដែលគ្រប់គ្នាកំពុងស្វែងរកដំណោះស្រាយដ៏ល្អបំផុតចាស់ទុំម្នាក់បានប្រកល់គម្ពីរអាថ៌កំបាំងដល់តួឯកស្រីនៅក្នុងផ្ទះថ្នាំតាមរយៈគម្ពីរនេះពួកគេបានរកឃើញថាចំណុចខ្សោយដ៏សំខាន់របស់បិសាចឈៀមមៀគឺបេះដូងនេះគឺជាគន្លឹះដ៏មានតម្លៃបំផុតក្នុងការប្រយុទ្ធនាពេលខាងមុខក្រុមវីរបុរសមកពីនិកាយផ្សេងបានជួបជុំគ្នានៅលើកំពូលភ្នំពួកគេបានចែករំលែកព័ត៌មានសំខាន់និងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងគ្រោះថ្នាក់ដែលកំពុងរងចាំនៅខាងមុខនៅពេលដែលពួកគេបានរកឃើញទីតាំងរបស់បិសាចឈៀមមៀនៅលើស្ពានថ្មការប្រយុទ្ធដ៏សាហាវមួយក៏បានចាប់ផ្ដើមក្រុមវីរបុរសបានប្រើប្រាស់ក្បាច់គុណនិងអាវុធពិសេសរបស់ពួកគេដើម្បីវាយប្រហារយ៉ាងខ្លាំងក្លាការប្រយុទ្ធនេះពោពេញដោយភាពតានតឹងខណៈដែលពួកគេព្យាយាមគ្រប់មធ្យោបាយដើម្បីកម្ចាត់សត្រូវគ្រប់ជំហាននៃការប្រយុទ្ធគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជោគវាសនារបស់ពិភពវិញ្ញាណបិសាចឈៀមមៀបានបង្ហាញពីអំណាចដ៏គួរឲ្យខ្លាចរបស់វាដោយសារចំអកដាក់ក្រុមវីរបុរសវាមិនបានរងផលប៉ះពាល់អ្វីឡើយពីការវាយប្រហាររបស់ពួកគេដែលធ្វើឲ្យក្រុមវីរបុរសជួបការលំបាកយ៉ាងខ្លាំងការប្រយុទ្ធបានបញ្ចប់ដោយក្រុមវីរបុរសរងរបួសធ្ងន់ធ្ងរនិងដួលនៅលើដីបិសាចឈៀមមៀបានដើរចូលមកជិតដោយត្រៀមខ្លួនស្រូបយកថាមពលរបស់ពួកគេស្ថានភាពបច្ចុប្បន្នគឺពិតជាធ្ងន់ធ្ងរនិងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំងបិសាចឈៀមកំពុងតែត្រៀមស្រូបយកថាមពលពីតួអង្គដែលដួលសន្លប់នៅទីនោះតួអង្គសំខាន់ម្នាក់បានព្យាយាមរត់ទៅជួយប៉ុន្តែត្រូវបានបិសាចឈៀមចាប់យ៉ាងណែនដោយគ្មានមេត្តាភ្លាមនោះមេដឹកនាំម្នាក់បានបង្ហាញខ្លួនដើម្បីរារាំងបិសាចឈៀមនាងបានប្រាប់ឲ្យតួអង្គសំខាន់សម្រាប់ហើយនាងក៏សម្រេចចិត្តទទួលយកការប្រយុទ្ធនេះជំនួសវិញដោយភាពជឿជាក់បិសាចឈៀមបានមើលងាយថាមពលរបស់មេដឹកនាំដោយសារតែនាងមិនស្ថិតក្នុងកម្រិតកម្ពុជាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏បានចាប់ផ្ដើមឡើងជាមួយនឹងការផ្លាស់ប្ដូរក្បាច់គុណនិងការបញ្ចេញថាមពលយ៉ាងសន្ធប់រវាងអ្នកទាំងពីរមេដឹកនាំបានព្យាយាមប្រើប្រាស់ថាមពលមរណៈដើម្បីទប់ទល់នឹងការវាយប្រហាររបស់បិសាចឈៀមទោះជាយ៉ាងណាក៏ដោយថាមពលដែលនាងមាននៅពេលនេះហាក់ដូចជាមិនគ្រប់គ្រាន់ដើម្បីយកឈ្នះលើគូប្រកួតឡើយនៅពេលនោះតួអង្គសំខាន់បានភ្ញាក់ដឹងខ្លួននៅថាមពលមរណៈពិតប្រាកដរាងកាយរបស់គេចាប់ផ្ដើមអណ្តែតឡើងលើជាមួយនឹងពន្លឺពណ៌ខៀវដ៏ខ្លាំងក្លាជុំវិញខ្លួនដែលធ្វើឲ្យបិសាចឈៀមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតួអង្គសំខាន់បានប្រើប្រាស់ថាមពលមរណៈដុំហេម៉ារបស់ខ្លួនដើម្បីបញ្ចេញច្រវាក់ថាមពលទៅចាប់បិសាចឈៀមជាប់បិសាចឈៀមព្យាយាមតស៊ូប៉ុន្តែមិនអាចគេចផុតពីការចាប់នេះបានឡើយអត្តសញ្ញាណពិតរបស់តួអង្គសំខាន់ត្រូវបានលាតត្រដាងយ៉ាងច្បាស់គេមិនមែនជាមនុស្សធម្មតាឡើយប៉ុន្តែជាស្ដេចមរណៈដែលបានចាប់កំណើតឡើងវិញបន្ទាប់ពីការប្រយុទ្ធដ៏ក្រើកកាលពី3000ឆ្នាំមុនការពិតនេះបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងបិសាចឈាមដែលកំពុងជាប់ឃុំបានសើចចំអកដោយជឿជាក់ថាថាមពលរបស់តួអង្គសំខាន់មិនអាចកម្ចាត់ខ្លួនបានឡើយទោះបីជាពេលវេលាបានកន្លងផុតទៅយ៉ាងយូរយ៉ាងណាក៏ដោយដើម្បីកម្ចាត់បិសាចឈាមឲ្យបានដាច់ស្រេចតួអង្គសំខាន់ត្រូវតែទទួលយកថាមពលមរណៈពេញលេញដែលស្ថិតនៅក្នុងខ្លួនរបស់គេស្ត្រីម្នាក់បានជួយបញ្ជូនថាមពលនោះទៅកាន់តួអង្គសំខាន់ដើម្បីឲ្យគេអាចគ្រប់គ្រងថាមពលដុំហីមីនេះបានដោយជោគជ័យដំណឹងនេះបានធ្វើឲ្យមិត្តភ័ក្តិទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកខ្លះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់តួអង្គសំខាន់ចំណែកអ្នកខ្លះទៀតនៅតែព្យាយាមរកវិធីជួយតួអង្គសំខាន់តាមរបៀបរៀងខ្លួនពួកគេម្នាក់កំពុងគិតក្នុងចិត្តយ៉ាងជ្រាលជ្រៅអំពីអត្តសញ្ញាណថ្មីនេះទោះបីជាដឹងថាការប្រយុទ្ធនៅថ្ងៃស្អែកមានគ្រោះថ្នាក់យ៉ាងណាក៏ដោយក៏ក្រុមមិត្តភ័ក្តិទាំងអស់បានសន្យាថានឹងរួមរស់រួមស្លាប់ជាមួយគ្នាពួកគេអង្គុយជុំគ្នាដោយភាពជឿជាក់និងប្រាជ្ញាថានឹងការពារតួអង្គសំខាន់រហូតដល់ទីបញ្ចប់នៃសមរភូមិនេះនៅម្ខាងទៀតបិសាចឈាមកំពុងរងចាំការសង្សឹកដោយមិនខ្លាចការឃុំឃាំងនោះឡើយបិសាចឈាមបានបង្ហាញខ្លួនឡើងវិញដោយភាពកាចសាហាវវាប្រកាសយ៉ាងកងរំពងថាការឃុំឃាំងកន្លងមកមិនអាចបញ្ឈប់មហិច្ឆតារបស់ខ្លួនបានឡើយនៅសំណាក់គ្រូបានដឹងពីការវិលត្រឡប់របស់បិសាចឈាមដែលខ្លាំងជាងមុនលោកបានបញ្ជាឲ្យក្រុមសិស្សទាំងអស់ត្រៀមខ្លួនប្រយុទ្ធជាបន្ទាន់ដើម្បីការពារខ្លួនក្រុមមិត្តភ័ក្តិបានជួបប្រឈមមុខជាមួយបិសាចឈាមនៅលើអាកាសទោះបីជាបិសាចឈាមអះអាងថាខ្លួនមានអំណាចខ្លាំងជាងមុនយ៉ាងណាក៏ដោយក៏ក្រុមមិត្តភ័ក្តិនៅតែមិនខ្លាចជាញើសហើយបានត្រៀមខ្លួនវាយបកវិញយ៉ាងស្វិតស្វាញដោយឃើញតួឯកប្រុសកំពុងជួបការលំបាកក្នុងការប្រយុទ្ធក្រុមមិត្តភ័ក្តិដែលនៅសល់បានសម្រេចចិត្តចូលរួមជួយភ្លាមដោយប្រើប្រាស់ថាមពលនិងថ្នាំពិសេសរបស់ពួកគេដើម្បីគ្រប់គ្រងទោះបីជាមានការជួយគ្នាទៅវិញទៅមកក៏ក្រុមមិត្តភ័ក្តិនៅតែមិនអាចទប់ទល់នឹងអំណាចដ៏ខ្លាំងក្លារបស់បិសាចឈាមបានឡើយការវាយបកយ៉ាងសាហាវបានធ្វើឲ្យតួឯកប្រុសរងរបួសធ្ងន់ធ្ងររហូតដល់ដួលធ្លាក់ចុះមកដីដោយមានឈាមហូរចេញពីមាត់ដោយមិនអាចទ្រាំឃើញមិត្តភ័ក្តិរងទុក្ខវេទនាតួអង្គស្រីម្នាក់បានសម្រេចចិត្តប្រើប្រាស់ថាមពលចុងក្រោយរបស់ខ្លួននាងបានហោះទៅប្រឈមមុខនឹងបិសាចឈាមតែម្នាក់ឯងដោយភាពក្លាហានបំផុតទោះបីជាដឹងថាការលះបង់នេះអាចនឹងធ្វើឲ្យនាងត្រូវបាត់បង់ជីវិតក៏ដោយដោយមិនអាចទ្រាំឃើញមិត្តភ័ក្តិរងទុក្ខតួឯកប្រុសបានសម្រេចចិត្តបញ្ចេញថាមពលពិតរបស់ខ្លួនជាមហាក្សត្រនៃពិភពលោកក្រោមគាត់បានហោះហើរឡើងលើអាកាសដើម្បីត្រៀមខ្លួនប្រឈមមុខនឹងបិសាចឈាមដោយផ្ទាល់តួអង្គស្រីបានរងរបួសធ្ងន់បន្ទាប់ពីការប្រយុទ្ធដ៏ខ្លាំងក្លាដើម្បីការពារក្រុមនាងបានប្រគល់ភារកិច្ចដ៏សំខាន់នេះបន្តទៅឲ្យតួឯកប្រុសមុនពេលដែលនាងដួលសន្លប់ទៅលើដៃរបស់គាត់ការប្រយុទ្ធគ្នាយ៉ាងសាហាវបានចាប់ផ្ដើមឡើងយ៉ាងតានតឹងបិសាចឈាមបានបញ្ចេញថាមពលដ៏ខ្មៅងឹតរបស់ខ្លួនមកវាយប្រហារយ៉ាងគំហុកខណៈដែលតួឯកប្រុសបានប្រើប្រាស់ថាមពលមហាក្សត្រដើម្បីទប់ទល់នឹងការវាយប្រហារទាំងនោះពួកគេបានផ្លាស់ប្ដូរការវាយលុកគ្នាទៅវិញទៅមកដោយប្រើអាវុធនិងថាមពលវេទមន្តដ៏ខ្លាំងក្លាបរិយាកាសជុំវិញបានញ័ររញ្ជួយយ៉ាងខ្លាំងពីកម្លាំងនៃការប៉ះទង្គិចគ្នានេះទាំងពីរនាក់បានបញ្ចេញរូបរាងពិតនៃថាមពលរបស់ពួកគេរហូតក្លាយជាយក្សដ៏ធំសម្បើមការប៉ះទង្គិចគ្នារវាងថាមពលទាំងពីរនេះបានធ្វើឲ្យបរិយាកាសជុំវិញញ័ររញ្ជួយយ៉ាងខ្លាំងពួកគេបន្តវាយប្រហារគ្នាដោយកម្លាំងដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងសមរភូមិនេះដោយប្រើប្រាស់កម្លាំងចុងក្រោយតួឯកប្រុសបានប្រើច្រវាក់ចាប់បិសាចឈាមនិងផ្ទួរវាឲ្យដួលទៅលើដីបិសាចឈាមបានព្យាយាមអង្គរកដើម្បីជីវិតប៉ុន្តែតួឯកប្រុសបានសម្រេចចិត្តបញ្ចប់ការគំរាមកំហែងនេះជាស្ថាពរបន្ទាប់ពីទទួលបានជ័យជំនះក្រុមមិត្តភ័ក្តិបានមកជួបជុំគ្នាដើម្បីអបអរសាទរតួឯកប្រុសក្រោយមកគាត់បានសម្រេចចិត្តបដិសេធតំណែងជាមហាក្សត្រនៃពិភពលោកក្រោមគាត់បានជ្រើសរើសត្រឡប់ទៅរកជីវិតជាអ្នកបម្រើការងារធម្មតាវិញដោយសារគាត់ពេញចិត្តនឹងភាពសាមញ្ញជាងអំណាចដ៏ធំធេងទោះបីជាទទួលបានការផ្ដល់ជូនតំណែងជាមហាក្សត្រដ៏ខ្ពង់ខ្ពស់ក៏ដោយក៏តួឯកប្រុសបានបដិសេធយ៉ាងដាច់អហង្ការដោយជ្រើសរើសយកជីវិតជាអ្នកបម្រើការងារធម្មតាវិញបន្ទាប់មកតួឯកប្រុសបានជួបមិត្តភ័ក្តិរបស់គាត់នៅលើស្ពានដ៏ស្រស់ស្អាតពួកគេបាននាំយកអាហារមកចែករំលែកគ្នានិងបញ្ជាក់ពីការសន្យាថានឹងនៅក្បែរគ្នាជានិច្ច
តួឯកប្រុសបានបន្តដំណើរទៅជួបមិត្តភក្តិម្នាក់ទៀតដើម្បីថ្លែងអំណរគុណចំពោះការនៅក្បែរគាត់ក្នុងពេលលំបាកកន្លងមកពួកគេបាននិយាយលេងសើចជាមួយគ្នាយ៉ាងរីករាយបង្ហាញពីភាពស្និទ្ធស្នាលដែលមិនអាចកាត់ថ្លៃបានវត្តមានរបស់មិត្តភក្តិបានធ្វើឲ្យបរិយាកាសកាន់តែមានភាពកក់ក្ដៅគាត់ក៏បានទៅជួបមិត្តភក្តិម្នាក់ទៀតនៅក្បែរមាត់ទឹកដើម្បីថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងរបស់នាងកន្លងមកការជួបជុំនេះពោរពេញដោយភាពស្ងប់ស្ងាត់និងការដឹងគុណយ៉ាងជ្រាលជ្រៅតួឯកប្រុសបានបន្តទៅជួបមិត្តភក្តិម្នាក់ទៀតដែលកំពុងរវល់នឹងការងារផ្ទាល់ខ្លួនពួកគេបានលេងសើចជាមួយគ្នាយ៉ាងរីករាយបង្កើតបានជាពេលវេលាដ៏មានន័យភាពរាក់ទាក់នេះបានបង្ហាញថាទោះបីជាមានរឿងរ៉ាវជាច្រើនបានកើតឡើងក៏ដោយក៏ទំនាក់ទំនងមិត្តភាពរបស់ពួកគេនៅតែរឹងមាំដែរចុងក្រោយគាត់បានជួបមិត្តភក្តិម្នាក់ទៀតដែលជាអ្នកប្រយុទ្ធដើម្បីថ្លែងអំណរគុណចំពោះការរួមសុខរួមទុក្ខជាមួយគ្នាពួកគេបានផ្លាស់ប្ដូរពាក្យសម្ដីដោយក្តីគោរពនិងការយល់ចិត្តគ្នាទៅវិញទៅមកនៅទីបញ្ចប់ក្រុមមិត្តភក្តិទាំងអស់បានជួបជុំគ្នានៅលើភ្នំក្រោមពន្លឺថ្ងៃលិចដ៏ស្រស់ស្អាតពួកគេបានសន្យាថានឹងនៅតែជាមិត្តល្អនឹងគ្នាជារៀងរហូតដោយមិនគិតពីឧបសគ្គអ្វីឡើយភាពកក់ក្ដៅនៃការជួបជុំនេះបានឆ្លុះបញ្ចាំងពីសន្តិភាពដែលពួកគេទទួលបានបន្ទាប់ពីការប្រយុទ្ធដ៏ស្វិតស្វាញនេះគឺជាជោគវាសនាថ្មីដែលពួកគេបានជ្រើសរើសរួមគ្នា